Ba dương nương riêng chùm môi khía bạt chùm non chươngใน bari จะ sàn ใน ថ្ងៃ នេះ ដូច ជា ជំនាន់ លោក ណូអេ បាទ នៅ ក្នុង ព្រះ គម្ពីរ ម៉ាថាយ ចំពុក បាទ ខ 37 បាន ប្រាប់ ថា ត្បិត កាល ណា កូន មនុស្ស មក ព្រះ ចង់ ម្ចាស់ និយាយ កាល ណា កូន មនុស្ស មក ជា លើក ទី 2 បាទ ព្រះអង្គ ថា ដូច គ្នា នឹង ជំនាន់ លោក ណូអេ បើ យើង ចង់ ដឹង ថា តើ ពេល ណា គឺជា ពេល ចុង ក្រោយ ស្ដី អំពី ការ យាង មក របស់ ព្រះ ជា អង្គ ម្ចាស់ បាទ តើ មាន ទី សម្គាល់ ណា ទេ បាទ ស្ដី អំពី ការ យាង មក ព្រះអង្គ ថា នៅ ពេល ដែល សង្គម ដូច គ្នា នឹង ជំនាន់ លោក ណូអេ នោះ គឺជា ថ្ងៃ ដែល ព្រះ គ្រីស្ទ ត្រូវ យាង មក បាទ ដូច្នេះ ហើយ បាន យាង ត្រូវ ការ ចាំ បាច់ បាទ ថា តើ ជំនាន់ លោក ណូអេ ជា ជំនាន់ បែប ណា បាទ នៅ ក្នុង ខ 38 យើង ឃើញ ព្រះអង្គ ថា ម៉េច ព្រះអង្គ បាន ពន្យល់ ប្រាប់ ដល់ បាទ ពួក សិស្ស របស់ ផង ថា ត្បិត នៅ គ្រា មុន ទឹក ជន់លិច បាទ ទឹក ជន់លិច គឺជា ថ្ងៃ ចុង ក្រោយ នៃ បាទ ពិភព លោក នៃ មនុស្ស ជំនាន់ នោះ បាទ ហើយ ការ យាង មក របស់ ព្រះ ជា អង្គ ម្ចាស់ ក៏ ជា ថ្ងៃ ចុង ក្រោយ របស់ មនុស្ស នៃ ពិភព លោក ជំនាន់ នេះ ដែរ ប៉ុន្តែ រឿង នេះ បាន កើត ឡើង មុន ពេល ថ្ងៃ ដែល ព្រះ ចាក់ សេចក្តី ក្រោធ ហើយ ដែល នាំ បាទ ជា មូលហេតុ ដែល នាំ ឲ្យ ព្រះ ជំនុំជម្រះ អាមែន ចឹង បាន ព្រះអង្គ ម្ចាស់ មាន ទូល ថា ត្បិត នៅ គ្រា មុន ទឹក ជន់លិច កាល គេ កំពុង តែ ស៊ី ផឹក ហើយ រៀប ការ ប្តី ប្រពន្ធ ដល់ រាប ដល់ ថ្ងៃ ដែល លោក ណូអេ ចូល ទៅ ក្នុង ទូក ធំ ខ 39 ត្បិត គេ ឥត បាន ដឹង ព្រះ គម្ពីរ បាន ប្រាប់ ថា គេ រស់ នៅ ដោយ សប្បាយ អត់ ដឹង អ្វី សោះ រហូត ត តែ ទឹក ធ្លាក់ ចូល ឈុល តែ ម្ដង មែន ទេ អត់ ហើយ បើ យើង ដូច ជា មនុស្ស ទាំង អស់ នោះ ដែល កំពុង តែ ស៊ី ផឹក ហើយ រៀប ការ ប្តី ប្រពន្ធ ដែល អត់ ខ្វល់ អ្វី ទាំង អស់ ដែល អត់ សង្កេត មើល អំពី ព្រឹត្តិការណ៍ ដែល អត់ សង្កេត មើល អំពី ទី សម្គាល់ ទេ នៅ ថ្ងៃ ដែល ព្រះ គ្រីស្ទ ជា អង្គ ម្ចាស់ យាង មក បាទ យើង អត់ បាន ដឹង ឡើយ អាមែន ដែល ព្រះអង្គ ម្ចាស់ មាន បន្ទូល ថា សម្រាប់ អ្នក ទាំង អស់ នោះ ព្រះអង្គ យាង មក ដូច ចោល ប្លន់ ចឹង អត់ មែន ចឹង អត់ ដូច គ្នា ព្រះអង្គ ថា ពួក គេ ដូច គ្នា បាទ គឺ គេ អត់ បាន ដឹង ថា ពេល ណា នឹង ទឹក ជន់ ឡើង ទេ រហូត ត តែ ទឹក ឡើង មក ហើយ នាំ យក គេ ទៅ អស់ ទៅ ព្រះអង្គ ថា នោះ ដល់ កាល ណា កូន មនុស្ស មក ព្រះ គម្ពីរ ខ 39 ដល់ ពេល ដែល កូន មនុស្ស មក ដូច គ្នា ព្រះអង្គ និយាយ ថា ដូច គ្នា មែន ចឹង អត់ បាទ យើង ឃើញ តើ ជំនាន់ លោក ណូអេ ជា ជំនាន់ យ៉ាង ណា ទី 2 តើ ស៊ី ផឹក ហើយ រៀប ការ ប្តី ប្រពន្ធ បែប ណា ដែល ព្រះ មិន គប្ប ប្រតិយ ដំបូង ដើម្បី ឲ្យ យើង អាច យល់ អត្ថបទ នេះ បាន យើង ត្រឡប់ បាទ ទៅ កាន់ ព្រះ គម្ពីរ លោកុបាទ ជំពូក 6 ប៉ុន្តែ សេចក្តី អធិប្បាយ នៅ ថ្ងៃ នេះ វា ចម្លែក សម្រាប់ តិច លោក អ្នក បងប្អូន បាទ ប្រហែល ជា លោក អ្នក បងប្អូន ពិបាក នឹង ទទួល ហើយ ខ្ញុំ មិន បង្ខំ ឲ្យ លោក អ្នក បងប្អូន ទទួល ទេ ប៉ុន្តែ ខ្ញុំ គ្រាន់ ឲ្យ លោក អ្នក បងប្អូន ទទួល ស្ដាប់ សិន ហើយ យក ទៅ ពិចារណា ពី ព្រោះ ព្រះ គម្ពីរ សុភាសិត ជំពូក 18 ខ 13 បាន ប្រាប់ ថា អ្នក ណា ដែល ឆ្លើយ មុន ដែល ស្ដាប់ នោះ គឺជា រឿង ឆ្កួត បាទ ហើយ ក៏ ជា សេចក្តី ខ្មាស់ ផង ដូច្នេះ កុំ ឆាប់ បដិសេធ ទទួល យក ទៅ ស្ដាប់ ស្ដាប់ ហើយ ពិចារណា បាទ ពី ព្រោះ បើ ស្ដាប់ ហើយ មិន ពេញ ចិត្ត ស្ដាប់ ហើយ មិន ឯកភាព បោះបង់ ចោល ប៉ុន្តែ បើ សិន ជា លោក អ្នក មិន ទាន់ បាន ស្ដាប់ ផង ហើយ ស្រាប់ តែ យើង មាន ប្រតិកម្ម បាទ អានេះ មាន ន័យ ថា ព្រះ គម្ពីរ ប្រាប់ ថា ឥរិយាបថ ហ្នឹង ជា ឥរិយាបថ ដែល អត់ ត្រឹមត្រូវ ទេ អាមែន ណា នេះ គឺជា អ្វី ដែល ព្រះ គម្ពីរ បាន ពិចារណា ឥឡូវ យើង ត្រឡប់ ទៅ កាន់ ព្រះ គម្ពីរ លោកុបាទ ខ្ញុំ ចង់ ឲ្យ លោក អ្នក បងប្អូន អាន ព្រះ គម្ពីរ លោកុបាទ ជំពូក 6 ខ 1 រហូត ដល់ ខ 5 បាទ លោកុបាទ ជំពូក 6 ខ 1 រហូត ដល់ ខ 5 បាទ យើង អាន អត្ថបទ នេះ ជាមួយ គ្នា នៅ ក្នុង បាទ ខ្ញុំ អាន ជូន ហើយ លោក អ្នក បងប្អូន ផ្ទៀង បាទ នេះ គឺជា រឿង ដើម បាទ នៅ ក្នុង អត្ថបទ ព្រះ គម្ពីរ របស់ ផង បាទ ណូអេ កាល ពួក មនុស្ស ចាប់ តាំង មាន គ្នា ច្រើន នៅ ផែន ដី ហើយ បង្កើត បាន កូន ស្រី នោះ ពួក កូន ប្រុស របស់ ព្រះ គេ ឃើញ កូន ស្រី របស់ មនុស្ស ថា ជា ស្រស់ ល្អ ក៏ យក ធ្វើ ជា ប្រពន្ធ តាម តែ ចិត្ត គេ ទៅ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថាវិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះអាយុគេនឹងបានត្រឹមតែ120ឆ្នាំវិញនៅចំនួននោះមានមនុស្សរូបធំសម្បើមនៅផែនដីក្រោយនោះមកកាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្សហើយនាងទាំងនោះបានបង្កើតកូនឲ្យគេនោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើមជាមនុស្សដែលមានឈ្មោះល្បីខ5ព្រះយេហូវ៉ាទ្រង់ឃើញថាការអាក្រក់របស់មនុស្សបានចម្រើនឡើងនៅលើផែនដីហើយអស់ទាំងគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់ជានិច្ចដូច្នេះសូមអានបន្តទៅខ6ព្រះយេហូវ៉ាទ្រង់ស្ដាយដោយបានបង្កើតមនុស្សមកនៅលើផែនដីហើយទ្រង់មានព្រះハរតីព្រួយរួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចាប់តាំងពីមនុស្សរហូតដល់សត្វជើង4សត្វលូនវាហើយសត្វហើរលើអាកាសផងត្បិតអញស្ដាយដែលបានបង្កើតគេបាទប៉ុន្តែណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញបាទខ្ញុំអានបន្តទៅបន្តិចទៀតនេះជាពងសាវតាណូអេគាត់ជាមនុស្សសុចរិតហើយគ្រប់លក្ខនៅក្នុងដំណរវងខ្លួនគាត់ក៏ដើរជាមួយនឹងព្រះហើយបង្កើតបានកូនប្រុស3គឺសឹម1ហាំ1និងយ៉ាផែត1ឯផែនដីបានខូចអាក្រក់នៅចំពោះព្រះក៏មានពេញជាសេចក្តីកាចសាហាវផងហើយព្រះទ្រង់ទតមើលផែនដីឃើញថាអាក្រក់ដូច្នេះត្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីហើយសូមចាំពាក្យនេះទុកខ10ព្រះខ12ព្រះគម្ពីរអំប្រាត្បិតគ្រប់ទាំងសាច់តើសាច់អីខ្លះបាទចម្លើយគឺនៅក្នុងខ7សាច់អីខ្លះបាទគឺមនុស្សសត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសមិនមែនតែមនុស្សទេធ្វើបាបគ្រប់ទាំងជីវិតដែលដកដង្ហើមគឺធ្វើបាបទាំងអស់កត់ទុកបាទអញ្ចឹងហើយបានជាព្រះជាអង្គម្ចាស់ទ្រង់បានមានបន្ទូលតមកទៀតបាទយើងឃើញបាទនៅក្នុងអត្ថបទព្រះគម្ពីរបាទខ13ព្រះយេហូវ៉ាទ្រង់មានបន្ទូលនៅរអេអស់ទាំងសាច់ផុតនឹងត្រូវផុតពីមុខអញទៅត្បិតផែនដីបានពេញដោយសេចក្តីកាចសាហាវដោយសារគេបាទយើងឃើញព្រះគម្ពីរប្រាប់ថាផែនដីបានរងគ្រោះបានកាចបានខូចអាក្រក់ដោយសារគ្រប់ទាំងសាច់គឺមានអ្នកណាមានមនុស្សមានសត្វលូនវាសត្វហើរលើអាកាសនិងសត្វជើង4ហើយតមកទៀតមើលអញនឹងបំផ្លាញគេជាមួយនឹងផែនដីបាទហើយបន្តមកមានអត្ថបទដែលព្រះគម្ពីរប្រាប់ថាព្រះអង្គនឹងដកយកជីវិតមនុស្សសត្វទាំងអស់អ្នកណាដែលដកដង្ហើមតាមរុនច្រមុះគឺព្រះអង្គដកចោលទាំងអស់ពីព្រោះទាំងអស់គ្នាបានធ្វើបាបមិនមែនតែមនុស្សទេបាទអញ្ចឹងយើងឃើញនៅក្នុងព្រះគម្ពីរបានប្រាប់ថាមនុស្សបានចម្រើនឡើងហើយកូនប្រុសរបស់ព្រះទៅយកកូនស្រីរបស់មនុស្សធ្វើជាប្រពន្ធបាទពាក្យកូនប្រុសរបស់ព្រះជាអង្គម្ចាស់បាទនៅក្នុងភាសាហេប្រឺមានន័យថាបេនេអាបាទហាអេឡូហ៊ីមបាទនេះគឺជាភាសាដើមរបស់ផងព្រះគម្ពីរបាទបេនេហាអេឡូហ៊ីមនេះគឺជាភាសាហេប្រឺដែលពាក្យនេះមានន័យស្មើនឹងពាក្យថាទេវតានៃព្រះបាទអញ្ចឹងពាក្យ Son of God កូនព្រះបាទកូនប្រុសរបស់ផងព្រះឬក៏កូនព្រះនេះគឺពាក្យដើមនឹងស្មើនឹងពាក្យហ្នឹងហើយពាក្យហ្នឹងមានន័យជាភាសាបាទថាជាទេវតាហើយមិនមែនតែក្នុងព្រះគម្ពីរលោកុបាទជំពូក6នេះទេដែលនិយាយថាពួកទេវតាព្រះអង្គហៅថាជាកូនព្រះនៅក្នុងព្រះគម្ពីរយោបជំពូក1ខ6លោកអ្នកបងប្អូនចាំទេកាលពួកកូនប្រុសរបស់ផងព្រះបានជួបជុំគ្នាមែនអត់ហើយសាតាំងក៏បាននៅក្នុងចំណោមនោះដែរមែនទេបាទយើងដឹងថាអត់ទាន់មានមនុស្សណារស់ពីស្លាប់ឡើងវិញទៅនៅឋានសួគ៌ទេតាំងពីសម័យលោកអាដាមដល់ថ្ងៃនេះចុះព្រះអង្គប្រជុំជាមួយអ្នកណាប្រជុំជាមួយមនុស្សឬប្រជុំជាមួយទេវតាគឺប្រជុំជាមួយពលបរិវារនៅឋានសួគ៌នៅក្នុងព្រះគម្ពីរយោបជំពូក2ខ1គម្ពីរយោបជំពូក38ខ7សុទ្ធតែនិយាយសំដៅទៅលើទេវតាដែលនៅឋានសួគ៌ទាំងអស់បាទដូច្នេះពាក្យកូនប្រុសរបស់ផងព្រះដែលនៅក្នុងព្រះគម្ពីរលោកុបាទបាទ
បាទកូនប្រុសរបស់ផងព្រះនេះគឺចង់សម្ដៅទៅលើពពួកទេវតា1/3បាទដែលប្រឆាំងបះបោទាស់ជាមួយព្រះដែលមានសាតាំងជាចៅហ្វាយរបស់ផងវាដែលបានចុះមកនោះមានមួយក្រុមមិនមែនទាំងអស់ទេមានមួយក្រុមទេវតាមួយចំនួនបាទតាមរយៈព្រះគម្ពីរហេណុកដែលជាព្រះគម្ពីរដែលជនជាតិយូដាប្រើមុនការយាងមករបស់ព្រះយេស៊ូវហើយក្រោយការយាងមកបន្តិចរបស់ព្រះយេស៊ូវបាទព្រះគម្ពីរនេះនៅរហូតដល់10ថ្ងៃហើយបកជាភាសាអង់គ្លេសផងបាទប៉ុន្តែគេមិនដាក់បញ្ចូលក្នុងព្រះគម្ពីរទាំង66កាន់លោកហេណុកបាននិយាយរៀបរាប់យ៉ាងច្បាស់លាស់ថាមានទេវតា200នាក់ដែលជាទេវតាបះបោបាននាំគ្នាចុះមកភ្នំមួយឈ្មោះភ្នំហឺម៉ូនគឺភ្នំភាគខាងជើងនៃប្រទេសអ៊ីស្រាអែលដែលជាព្រំប្រទល់អ៊ីស្រាអែលនិងលីបាណនសពថ្ងៃបាទហើយសពថ្ងៃនោះគឺជាការដ្ឋាននៃការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិដោយសម្ងាត់នៅលើភ្នំនោះបាទភ្នំហឺម៉ូននោះឯងមានទេវតាសាតាំង200នាក់បានចុះមកយកកូនស្រីបាទដើម្បីនឹងធ្វើជាប្រពន្ធហើយមេដឹកនាំរបស់ផងទេវតានោះឈ្មោះបែលសាសាលោកនាងប្អូនចាំទេបែលសាសាជាឈ្មោះអ្វីលោកនាងប្អូនចាំ The Days of Atonement ទេបុណ្យបញ្ឈឺចិត្តដែលខ្ញុំធ្លាប់អធិប្បាយទេនៅថ្ងៃបុណ្យបញ្ឈឺចិត្តគេបានយកពពែ2មកដាក់ហើយសង់បានចាប់ផ្ដើមដាក់ដៃអធិដ្ឋានដើម្បីផ្ទេរអំពើបាបហើយក៏ចាប់ឆ្នោតមួយយកទៅសម្លាប់ហើយមួយបំបោះបង់ចោលពពែដែលគេបំបោះបង់ចោលនោះគឺឈ្មោះបែលសាសាខ្ញុំធ្លាប់អធិប្បាយមែនទេបាទបែលដូចគ្នានឹងឈ្មោះទេវតាដែលដឹកនាំក្រុមទេវតា200នាក់ខ្ញុំបញ្ជាក់ម្ដងទៀតមិនមែនទេវតាដែលបះបោ1/3ទាំងអស់មករៀបការជាមួយមនុស្សទេពីហេណុកបាននិយាយថាមានប្រមាណជា200នាក់ដែលមករៀបការនៅលើភ្នំហឺម៉ូនហ្នឹងហើយពួកគេបាទដូច្នេះខ្ញុំនឹងបន្តទៅទៀតនៅក្នុងព្រះគម្ពីរលូកាចំពុក20ខ36ក៏និយាយអំពីទេវតាដូចគ្នាហើយនៅក្នុងសៀវភៅរបស់អេណុកហេណុកនេះគឺជាអ្នកដែលព្រះទ្រង់បានលើកឡើងទៅឋានសួគ៌នៅពេលដែលគាត់មានអាយុ350ឆ្នាំនៅលើផែនដីមែនទេអត់បាទយើងអានហេណុកប៉ុន្តែនៅក្នុងភាសាអង់គ្លេសគេអាន Enoch បាទហើយនៅ Septuagint នៅ Septuagint នេះគឺជាព្រះគម្ពីរសញ្ញាចាស់ដែលគេបានបកជាភាសាក្រិកមុនបាទគ្រិស្តសករាជបាទ Septuagint នេះខ្ញុំដាក់អក្សរ L គឺអក្សរ50លេខរ៉ូម៉ាំង x1 គឺ10អក្សរមានន័យថាលេខ10អញ្ចឹង L xx មានន័យថា70បាទSeptuagint មានន័យថា70ពីព្រោះគេមានអ្នកប្រាជ្ញក្រិច70នាក់អង្គុយបកប្រែព្រះគម្ពីរហ្នឹងហើយគេហៅគម្ពីរហ្នឹងថា Septuagint នៅក្នុងព្រះគម្ពីរហ្នឹងក៏គេនិយាយអំដូចគ្នាថា Son of God គឺជាទេវតាយើងនិយាយដោយមានឯកសារណាកាលណានិយាយអំពីទេវតាគឺនិយាយអីគេហៅ direct creation of God មានន័យថាសំដៅទៅលើស្នាមព្រះហស្ថដែលព្រះបង្កើតផ្ទាល់ហើយព្រះបង្កើតផ្ទាល់គឺមានតែ2ទេទី1គឺលោកអាដាមយើងជាស្នាមព្រះហស្ថព្រះអង្គប៉ុន្តែ indirect creation អត់បង្កើតផ្ទាល់ទេពីព្រោះព្រះអង្គបង្កើតអាដាមបង្កើតនាងអេវ៉ាហើយព្រះអង្គឲ្យលោកអាដាមនិងនាងអេវ៉ាបាទមានលទ្ធភាពអាចបង្កើតកូនពីព្រោះព្រះអង្គដាក់ឲ្យលោកមានពូជហើយយើងកើតតពីលោកមកមែនចឹងអត់គេហៅ indirect គឺអត់ផ្ទាល់ទេប៉ុន្តែអ្នកណាដែលព្រះអង្គបង្កើតផ្ទាល់គឺអាដាមមែនចឹងអត់អ្នកណាដែលព្រះបង្កើតផ្ទាល់គឺពួកទេវតាដូច្នេះហើយបាទនេះគឺជាអ្វីដែលខ្ញុំចង់និយាយអំពីកូនរបស់ព្រះជាម្ចាស់បាទនេះគឺជារូបភាពលោកអ្នកបងប្អូនឃើញនៅក្នុងគ្រប់ទាំងព្រះវិហារកាតូលិកនៅក្នុងគ្រប់ទាំងវ៉ាទីកង់នៅក្នុងរូបនៅក្នុងគ្រប់ទាំងរចនាបថដែលគេឆ្លាក់ដាក់នៅតាមសួនច្បារដាក់ជាពិសេសនៅយុរ៉ុបហេតុអីបានជាមានគំនិតបែបនេះគ្រប់រូបភាពទាំងអស់គឺយកចេញពីព្រះគម្ពីរហេណុកមកទាំងអស់បាទមិនជាការសម័យរបស់មនុស្សទេគឺយកចេញពីរឿងដើមបាទអំពីទេវតាបាទអញ្ចឹងពាក្យកូនស្រីនេះគឺបាទ daughters of man គឺមានន័យថាជាកូនរបស់លោកអាដាមប្រហែលជាលោកនាងបងនិយាយថាអូកូនលោកអាដាមជាអ្នកជឿព្រះសូមពិនិត្យមើលព្រះគម្ពីរឡើងវិញនៅក្នុងជំនួសវងអាដាមមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលកោតខ្លាចដល់ព្រះជាអម្ចាស់បាទបន្ទាប់ពីអាដាមទី1គឺលោកហេណុកដែលត្រូវបានព្រះលើកឡើងទៅឋានសួគ៌បន្ទាប់ពីគាត់បម្រើព្រះ300ឆ្នាំហើយមនុស្សទី2គឺណូអេក្រៅពីនោះអត់មានអ្នកជឿព្រះទេ
យើងមើលក្នុងអត្ថបទព្រះគម្ពីរមែនទេនេះគឺជារឿងពិតប្រាកដលោកអ្នកបងប្អូនបើមានលោកអ្នកបងប្អូនបង្ហាញខ្ញុំផងពីព្រោះខ្ញុំស្រាវជ្រាវរឿងនេះបាទខ្ញុំដឹងរឿងនេះខ្ញុំឮខ្ញុំរៀន20ឆ្នាំហើយចុងក្រោយខ្ញុំស្រាវជ្រាវពេញ1ឆ្នាំខ្ញុំមានឯកសារឡើងជិត 500G ហើយជាមួយគ្នានៅក្នុងសប្តាហ៍នេះមុនពេលខ្ញុំសម្រេចចិត្តខ្ញុំចំណាយមួយថ្ងៃ5ម៉ោងអស់5ថ្ងៃទៀតបាទដើម្បីរៀបចំបើអត់ច្បាស់ខ្ញុំអត់និយាយទេរហូតតតែខ្ញុំមានឯកសារមានភស្តុតាងច្បាស់លាស់ទើបខ្ញុំយកមកបញ្យល់ពីព្រោះបើខ្ញុំមិនប្រាប់លោកអ្នកបងប្អូនក្នុងពេលនេះទេលោកអ្នកបងប្អូននឹងមិនដឹងថាតើជំនាន់ណូអេមានន័យយ៉ាងម៉េចសូម្បីតែសាលាព្រះគម្ពីរជាន់ខ្ពស់ក៏គេមិននិយាយផងពីព្រោះនេះជារឿងរសើបអត់ប្រជាប្រិយដូច្នេះគេអត់និយាយទេប៉ុន្តែនៅថ្ងៃនេះបាទទោះបើចម្លែកបន្តិចខ្ញុំលើកទឹកចិត្តដល់អ្នកបងប្អូនស្ដាប់រហូតដល់ចប់ហើយអធិដ្ឋានពីព្រោះខ្ញុំមានវិញ្ញាណព្រះលោកអ្នកបងប្អូនមានវិញ្ញាណព្រះបើលោកអ្នកមានវិញ្ញាណព្រះព្រះនឹងឲ្យចម្លើយថាតើមួយណាត្រូវមួយណាខុសបាទអញ្ចឹងនៅក្នុងព្រះគម្ពីរលោកុបាទលោកអ្នកបងប្អូនចាំនៅក្នុងខ4ប្រាប់ថានៅជំនាន់នោះជំនាន់ណាជំនាន់លោកណូអេជំនាន់មុនពេលដែលទឹកជន់លិចព្រះគម្ពីរបានប្រាប់ថាមានមនុស្សរូបធំសម្បើមតើមានអ្នកណានិយាយពីមនុស្សនេះទេនៅលើផែនដីក្រោយនោះមកកាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្សហើយនាងទាំងនោះបានបង្កើតកូនឲ្យគេនោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើមជាមនុស្សមានឈ្មោះល្បីឥឡូវសូមមើលភាសាអង់គ្លេសថាតើមនុស្សដែលមានរូបធំសម្បើមនេះឈ្មោះដើមជាឈ្មោះអីពីព្រោះភាសាដើមគឺជាភាសា Hebrew ភាសាអ៊ីស្រាអែលដូច្នេះទៅត្រឡប់ទៅកាន់ពាក្យដើមហើយសិក្សាពីពាក្យនេះឡើងវិញបាទនៅក្នុងភាសាអង់គ្លេសពាក្យមនុស្សធំសម្បើមគឺមានន័យថាជា Nephthalim នេះគឺជាពាក្យដើមរបស់គេបាទឥឡូវយើងមើលនៅក្នុងបាទ Nephthalim គឺមានន័យចេះអ្នកដែលបាញ់ព្រួយនេះគឺមនុស្សយើងធម្មតាប៉ុន្តែ Nephthalim គឺសមោលទាំង3ហ្នឹងឯងបាទបងប្អូនឃើញនេះជា Nephthalim ជាពូជពងរបស់ផង Nephthalim គឺជាមនុស្សដែលជាទេវតារបស់ផងសាតាំងដ៏ជាខ្មាំងសត្រូវមកយកកូនស្រីរបស់ផងមនុស្សនៅលើផែនដីហើយភ័ស្តុតាងនេះមានរាប់លានភ័ស្តុតាងមិនមែនមួយភ័ស្តុតាងពីរភ័ស្តុតាងហើយត្រូវបានរកឃើញនៅគ្រប់ទីកន្លែងនៅផែនដីបាទនេះគឺជាក្បាលខ្មោចពិតប្រាកដដែលអ្នកបុរាណវិទ្យាបានរកឃើញលោកអ្នកបងប្អូនឃើញមានអាមេរិកកាំង2នាក់ដែលគាត់ជាអ្នកបុរាណវិទ្យាគាត់អង្គុយកកាយយ៉ាងម៉េចតូចជាងឆ្អឹងកករបស់ផងសាកសពដែលលាយបាត់ផងហើយឆ្អឹងនេះមិនមែនផ្លាស្ទិកទេគឺជាឆ្អឹងពិតប្រាកដដូច្នេះសម័យមើលគ្រាន់តែឆ្អឹងកកធំប្រហាក់ប្រហែលនឹងអ្នកដែលនៅបាទកំពុងតែអង្គុយខ្វេះដីហ្នឹងហើយលោកអ្នកបងប្អូនមើលមនុស្ស2នាក់អត់បាន1/3នៃក្បាលហ្នឹងផងមើលតទៅទៀតនេះគឺជាទារកនៅក្នុងផ្ទៃរបស់ Nephthalim បាទគឺដែលគេរកបានគេវះពីព្រោះនៅពេរូមានរូងភ្នំមួយដែលគេរកឃើញ Nephthalim ដែលជាសាកសពដល់រហូតដល់3000សាកសពហើយនៅទាំងសាច់ទាំងឆ្អឹងបាទអ្នកខ្លះមានផ្ទៃពោះផងនេះកូននៅក្នុងពោះអត់តាន់កើតបាទបងប្អូនមើលនេះគឺជា Nephthalim បងប្អូនមើលអ្នកដែលនៅក្បែរកំពុងតែរៀបគ្រងឆ្អឹងហ្នឹងគាត់ដាក់អីគេគាត់ដាក់ចដើឡើងដើម្បីរៀបបាទតើឆ្អឹងកម្ពស់ម៉ាណាបាទនេះគឺជាឆ្អឹងនេះគឺពីក្បាលជង្គង់មកតាគៀកបងប្អូនឃើញចិត្តកម្ពស់មនុស្សទេឃើញគាត់កាន់ទេបាទហើយគេយកឆ្អឹងមកប្រៀបធៀបឃើញអត់នេះគឺជាឆ្អឹងរបស់ Nephthalim បាទហើយមនុស្សក្រុមផ្សេងគ្នាប្រទេសផ្សេងគ្នាជាអ្នករកឃើញអ្នកខ្លះភ្នែក1អ្នកខ្លះភ្នែក2មានភ្នែក1ហើយនេះគឺជាភ្នែកពិតប្រាកដមិនមែនគ្រាន់កុនលេងទេឆ្អឹងមានពិតប្រាកដគឺភ្នែកចំកដាលហ្នឹងតែម្ដងបាទហើយអ្នកខ្លះមកមានស្នែងអញ្ចឹងទៀតពីព្រោះជា hybrid រវាងមនុស្សនិងសត្វមនុស្សទេវតាប៉ុន្តែកូនចៅដំណវង្សបាទ
កន្លែងនឹងឯងដែលព្រះគម្ពីរប្រាប់ថាគ្រប់ទាំងសាច់ហេតុអីទាំងសត្វជើង4ក៏មានបាបទាំងសត្វហើរលើអាកាសក៏មានបាបហើយទាំងសត្វលូនវាក៏មានបាបពីព្រោះអីពួក Nephilim នឹងឯងអីគេបាទបានរួមសម្ព័ន្ធភាពជាមួយមនុស្សហើយជាមួយសត្វហើយលើសពីនឹងទៅទៀតពួកគេបានបង្កើតបាទគេមានបច្ចេកវិទ្យារបស់ផងគេដែលទំនើបជាងបច្ចេកវិទ្យារាល់ថ្ងៃដែលអាចចាប់បញ្ចូលរវាង DNA របស់ផងមនុស្សនិង DNA របស់ផងសត្វដើម្បីបង្កើតគេហៅកូនកាត់ hybrid បាទយើងឃើញនៅក្នុងខ្សែភាពយន្តខ្លួនសេះតែខ្លួនសេះប៉ុន្តែក្បាលមនុស្សមែនទេបាទនោះមិនមែនជារឿងព្រេងទេគឺជារឿងដែលកើតនៅសម័យណូអេហើយរឿងទាំងអស់នោះថ្ងៃនេះនៅក្នុងពេលវេលាដែលលោកអ្នកបងកំពុងរស់នៅគេមានសមត្ថភាពអាចធ្វើបានទាំងអស់ពីព្រោះអ្នកបច្ចេកវិទ្យាអ្នកវិទ្យាសាស្ត្រគេដឹងតែម៉េច genetic ដែលនៅក្នុងខ្លួនខ្ញុំហើយលោកអ្នកបងប្អូនដែលយើងហៅអក្សរកាត់ថា DNA ដែលជាប្រភពនៃជីវិតរបស់ផងយើងនៅក្នុងខ្លួនឯងគឺជា digital អាចដកចេញអាចបំបែកហើយអាចបញ្ចូលថែមខ្លួនលោកអ្នកបងប្អូនត្រូវបានគេរកឃើញថាមានប្រព័ន្ធ software ដូចជា computer អញ្ចឹងហើយគេកំពុងតែមានបំណងចង់ upgrade ខ្ញុំហើយលោកអ្នកបងប្អូនដើម្បីបង្កើនចំនួន DNA នៅក្នុងខ្លួនលោកអ្នកបងប្អូនប្រយោជន៍ឲ្យលោកអ្នកបងប្អូនមានអាយុវែងជាងមុនសុខភាពល្អជាងមុនបាទប៉ុន្តែនេះមិនមែនជាការពិតឡើយខ្ញុំនឹងបាទហើយសម័យកាលនេះគេធ្វើបានទាំងអស់បាទសូមមើលបន្តទៅទៀតលោកអ្នកបងប្អូនឃើញស្ត្រីម្នាក់នេះនៅទាំងកវលជាប់តិចនៅទាំងសាច់នៅទាំងសក់ក្បាលលោកអ្នកបងប្អូនដឹងសូម្បីតែសក់ក្បាលសូម្បីតែស្បែកសូម្បីតែសាច់នៅពេលដែលគេយកទៅដាក់នៅក្នុងមន្ទីរពិសោធន៍អត់មានមនុស្សទេមិនមែនជាមនុស្សទេគេពិសោធន៍ទាំងពីយកសក់មនុស្សដែលបានស្លាប់ជាយូរឆ្នាំហើយទៅពិសោធន៍គេបានយកសាច់យកឆ្អឹងគេយកទៅពិសោធន៍គ្រប់បែបយ៉ាងគេឃើញថាពួកនេះគ្មាន DNA ណាមួយជាដែលបញ្ចង្អុលបង្ហាញថាជាប្រភេទមនុស្សឡើយហើយមនុស្សទាំងអស់នេះដែលគេហៅ Nephilim hybrid នេះអត់មានសេចក្តីសង្គ្រោះទេបាទពួកនេះបាទមិនមែនជាការកើតពីព្រះជាម្ចាស់ហើយក៏អត់មានត្រូវការប្រែចិត្តអីទាំងអស់បាទពីព្រោះនេះកើតឡើងពីទេវតាដែលក្បត់ទាស់នឹងព្រះបាទគោលបំណងរបស់ផងពួកនឹងគេធ្វើអីគឺបំផ្លាញពូជរបស់ស្ត្រីនៅក្នុងព្រះគម្ពីរលោកុបាទចំពុក3ខ15កុំឲ្យព្រះមេស៊ីអាចមកកើតបានយល់ឲ្យច្បាស់នេះរូបភាពលោកអ្នកបងប្អូនឃើញឥឡូវខ្ញុំឲ្យលោកអ្នកបងប្អូននេះគឺជាឆ្អឹងពិតប្រាកដលោកអ្នកបងប្អូនឃើញអាតូចបំផុតនោះគឺមនុស្សធម្មតាកម្ពស់អមរាម1.2 ម៉ែត្រនេះស្តង់ដារមនុស្សធម្មតាគឺតូចជាងគេបាទគេហៅ present day man មនុស្សធម្មតាហើយបន្តមកទៀត Nephilim គឺមានកម្រិតខ្ពស់ផ្សេងគ្នាបាទរូបមួយនេះមាន15 feet បាទសូមចាំថា6 feet គឺស្មើនឹង7.2 ម៉ែត្ររួចហើយ1.8 ម៉ែត្ររួចហើយចុះ15 feet ហើយគេរកឃើញនៅណាគេប្រាប់យើងគេរកឃើញនៅទួគីនៅចុងបាទឆ្នាំ1950គេប្រាប់កន្លែងទៀតប្រាប់កន្លែងរកឃើញទៀតបាទហើយមួយទៀតគឺអីគេបាទគឺ8 feet ចុច 6ត្រូវបានគេរកឃើញនៅណាបាទគេបានរកឃើញនៅរ៉ូមនៅឆ្នាំ235បាទទៅឆ្នាំ238នេះគេរកឃើញនៅអ៊ីតាលីតែម្ដងគ្រោងឆ្អឹងនីមួយគឺត្រូវបានរកឃើញនៅកន្លែងផ្សេងគ្នាហើយនៅពេលដែលគេយកមកដាក់គេឃើញ record នៃកម្ពស់ខុសគ្នាទាំងអស់បាទយើងឃើញបាទនេះជាកុលយាតដែលប្រយុទ្ធជាមួយដាវីតដែលគេបានរកឆ្អឹងឃើញគឺ 10.6 feet បាទនៅក្នុងព្រះគម្ពីរសាមយូអែលខ្សែទី1ចំពុក17ខ4បាទនៅដែលរស់នៅឆ្នាំ1100មុនគ្រិស្តសករាជណាបាទប៉ុន្តែតទៅទៀតអកនេះបងប្អូនចាំទេជាស្ដេចដែលសោយរាជនៅតំបន់មួយឈ្មោះស្រុកបាសានបាទ
ឈ្មោះស្រុកបាសាននៅក្នុងព្រះគម្ពីររបស់ផងយើងតើអកក៏រស់នៅយ៉ាងណានៅក្នុងព្រះគម្ពីរចោទយកថាចំពុក3ខ11បាទគឺនៅឆ្នាំប្រមាណជា1400ឆ្នាំ1000បាទ400បាទមុនព្រះយេស៊ូវប្រសូតគឺអកគឺសម័យអីគេគាត់រស់នៅក្នុងសម័យយូស្វេបាទនេះគឺជាគ្រោងឆ្អឹងរបស់គាត់គឺជាមនុស្សដែលរស់ទឹកដីកាណាន់ដែលប្រឈមមុខប្រយុទ្ធផ្ទាល់ជាមួយនឹងយូស្វេ12 feet បាទឥឡូវយើងមើលម្នាក់ទៀតបាទគឺ19 feet ចុច6គេរកឃើញនៅឆ្នាំ1577បាទនៅណាបាទសវាបាទនៅក្នុងនៅក្រោមដើមឈើមួយបាទដឹងនៅកន្លែងណាទេពីពួកអីអសវាងព្រិលបាទមួយទៀតគឺ23 feet ត្រូវបានរកឃើញនៅឆ្នាំ1456បាទផងដែរនៅប្រទេសបារាំងបាទនៅប្រទេសបារាំង France រូបមួយទៀតគឺរកឃើញនៅឆ្នាំ1613បាទគឺ25 feet ចុច6ត្រូវបានរកឃើញនៅប្រទេសបារាំងដូចគ្នារូបចុងក្រោយគឺរកឃើញនៅឆ្នាំ650ទៅឆ្នាំ640 650គឺមនុស្សគ្នារស់ក្នុងសម័យកាលនោះចន្លោះពីឆ្នាំ650មុនព្រះយេស៊ូវប្រសូតទៅឆ្នាំប្រមាណជា620ក្រោយព្រះយេស៊ូវប្រសូតរូបនេះបាទរកឃើញមានឈ្មោះខ្លះខ្ញុំអត់សូវស្គាល់ទេបាទនេះគឺជាឈ្មោះបើលោកអ្នកបងប្អូនយក36 feet ទៅចែកនឹងបាទជាសង់ទីម៉ែត្រខ្ញុំឲ្យកោចនាចែកកាលពីថ្ងៃពហុប្រហែលជាជិត12ម៉ែត្រកម្ពស់ជិត12ម៉ែត្រនេះគឺជា Nephilim គេរកឃើញក្នុងឆ្នាំផ្សេងគ្នាហើយរូបនេះរកឃើញពាសពេញផែនដីគ្រប់កន្លែងទាំងអស់តាមការសិក្សាស្រាវជ្រាវគឺដំបូងមនុស្សទាំងអស់នេះកើតនៅក្នុងតំបន់តែមួយគឺជាទឹកដីកាណាន់ដែលជាទឹកដីសន្យាដែលព្រះប្រទានឲ្យអ៊ីស្រាអែលនោះឯងប៉ុន្តែនៅពេលដែលលោកយូស្វេបានចាប់ផ្ដើមកាប់សម្លាប់ពួកនេះតាមបញ្ជារបស់ផងព្រះចောင်းម្ចាស់ដើម្បីបោះសម្អាតពីផែនដីនេះអ្នកដែលអត់មានលទ្ធភាពតដៃពួកគេបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រទៅកាន់តំបន់ផ្សេងហើយធ្វើឲ្យពួកនេះពាសពេញផែនដីទាំងអស់នេះគឺជាអ្វីដែលគេបានធ្វើការបាទឥឡូវយើងមើល Nephilim ភាសាអ៊ីស្រាអែលមានន័យថាម៉េច fallen angel យើងបដិសេធអត់បានពីព្រោះនេះជាឫសពាក្យ Nephilim ដែលនៅក្នុងព្រះគម្ពីរលោកុបាទចំពុក6ខ4ដែលគេបានកត់នៅក្នុងព្រះគម្ពីរគឺភាសារបស់ផងអ៊ីស្រាអែលមានន័យថាទេវតាដែលធ្លាក់ចុះមកបាទមកពីឫសកែវបាទឫសដើមពាក្យអីគេ Nepal បាទគឺមានន័យថាធ្លាក់ចុះឬក៏ត្រូវបានបណ្ដេញចេញឲ្យឆ្ងាយបាទហើយកូនចៅរបស់ផងពួកនេះឈ្មោះអីគេ Hagiborin នេះជាភាសាអ៊ីស្រាអែលគឺមានន័យថានៅពេលដែលទេវតានឹងមករស់នៅជាមួយនឹងកូនរបស់ផងមនុស្សហើយដូចជាប្តីជាប្រពន្ធដំណរវងរបស់ផងគេហៅថាបាទ Hagiborim ដែលមានន័យថា the mighty one អ្នកដែលមានអំណាចកន្លែងនឹងឯងដែលព្រះគម្ពីរលោកុបាទនិយាយថាម៉េចបង្កើតបាទជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើមមានឈ្មោះល្បីគឺពួកអីគេ Hagiborin នេះឯងគឺជាអីគេពូជពងដែលកើតឡើងពីសម្ព័ន្ធភាពរវាងទេវតាដែលធ្លាក់ចុះពីលើមេឃជាមួយនឹងស្ត្រីនោះឯងបាទហើយនៅ Septuagint នៅពេលដែលគេបកព្រះគម្ពីរពីភាសាអ៊ីស្រាអែលទៅជាភាសាក្រិកនៅមុននៃការយាងមកប្រសូតរបស់ព្រះយេស៊ូវបាទជនជាតិក្រិកបានប្រើពាក្យបដូរពាក្យ Nephilim នឹងទៅជា Gigantis បដូរពាក្យសូមចាំក្រិកមិនមែនជាភាសាដើមរបស់ព្រះគម្ពីរទេក្រិកជាភាសាដើមរបស់ព្រះគម្ពីរសញ្ញាថ្មីតែមិនមែនជាភាសាដើមរបស់ព្រះគម្ពីរសញ្ញាចាស់ទេ
គាត់បកប្រែទៅពេលដែលគាត់បកប្រែពាក្យ Nephthalim នឹងគាត់បដូរទៅជាពាក្យថាណា Gigantis ដែលមានន័យថាយៈឬធំបាទប៉ុន្តែពាក្យនោះមានន័យប្រហាក់ប្រហែលតើពាក្យ Gigants បាទ Gigantis ឬក៏ Giant ហ្នឹងមកពីពាក្យឫសដើមអីគេបាទគឺ Gigas មកពីពាក្យថា Earthborn មានន័យថាមនុស្សដែលកើតនៅលើផែនដីពាក្យន័យដូចគ្នាបាទសំដៅទៅលើទេវតាដែលក្បត់នៅស្ថានសួគ៌បាទដែលមកយកប្រពន្ធហើយបង្កើតកូនកាត់ដែលភាសាបច្ចេកទេសហៅថា hybrid នៅក្នុងខ 9 នេះជាពូជពងរបស់ណូអេគាត់ជាមនុស្សសុចរិតហេតុអីបានជាព្រះជាម្ចាស់ថាណូអេសុចរិតឥឡូវសិក្សាពីពាក្យដែលព្រះចង់និយាយថាណូអេសុចរិតបែបម៉េចអ្នកខ្លះថាអូណូអេសុចរិតមិនក៏ដេកលបូតខោរៀនពាក្យនេះឲ្យយល់ណាព្រះគម្ពីរថានេះគឺជាពូជពងបាទរបស់ណូអេគាត់ជាមនុស្សសុចរិតហើយគ្រប់លក្ខនៅក្នុងដំណរវង្សលោកអ្នកបងប្អូននេះមិនមែនសុចរិតនៅក្នុងគ្រួសារគាត់ទេមិនមែនសុចរិតនៅក្នុងចំនួនគាត់ទេតែសុចរិតនៅក្នុងដំណរវង្សរបស់គាត់មើលដំណរវង្សមានន័យថាម៉េចពងសាវតាមានន័យថានៅក្នុងសាវតាខ្សែស្រឡាយគាត់គឺជាមនុស្សដែលសុចរិតអ្នកដតីអត់ទេខ្ញុំបានប្រាប់ថាណូអេពូជពងរបស់លោកអាដាមប៉ុន្តែនៅក្នុងពូជពងលោកអាដាមមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលជឿព្រះគឺហេណុកដែលគាត់ថ្វាយខ្លួនបម្រើព្រះ300ឆ្នាំត្រូវបានព្រះលើកឡើងឋានសួគ៌ហើយណូអេគឺជាមនុស្សជំនាន់ទី2អាមែនអញ្ចឹងមនុស្សនៅចន្លោះទាំងអស់នេះបាទដែលជាពូជពងអាដាមសុទ្ធតែប្រឡូកជាមួយនឹងការអាក្រក់ដែលកើតឡើងដូចជាជំនាន់ណូអេដែរបាទហើយពួកគេបានធ្វើអីពួកគេមិនមែនគ្រាន់តែអីគេពួកគេមិនមែនគ្រាន់តែបាទបង្កើតមនុស្សមួយដែលកូនកាត់ទេវតាប៉ុណ្ណោះទេប៉ុន្តែគេប្រើបច្ចេកវិទ្យាបាទរបស់ផងពួកទេវតាពីព្រោះពួកនេះជាពួកទេវតាដែលមកពីព្រះគេប្រើបច្ចេកវិទ្យារបស់ផងគេដើម្បីអីគេបង្កើតកូនកាត់សត្វគ្រប់ប្រភេទទាំងសត្វហើរលើអាកាសទាំងសត្វបាទលូនវាទាំងសត្វជើង4លោកអ្នកបងប្អូនចាំទេដាយញូសឺស៊ីសាច់សត្វស៊ីសាច់អីសពបែបយ៉ាងគេជឿថាគឺពួកនេះជាអ្នកបង្កើតឡើងនៅក្នុងព្រះគម្ពីរបានប្រាប់ថាក្រោយទឹកលិចមានដាយញូសឺហើយមានភ័ស្តុតាងតែដាយញូសឺនោះហើយគេជឿថាដាយញូសឺនោះគឺជាដាយញូសឺដែលព្រះទ្រង់បានបង្កើតហើយដាយញូសឺនោះជាដាយញូសឺដែលស៊ីស្មៅទេនៅក្នុងសិលាចារឹកនៅក្នុងប្រាសាទតាព្រំក៏មានរូបដាយញូសឺដែរនៅក្នុងសិលាចារឹកខ្មែរក៏មានដាយញូសឺដែរប៉ុន្តែជាដាយញូសឺប្រភេទស៊ីស្មៅមិនមែនស៊ីសាច់ទេចុះដាយញូសឺដែលស៊ីសាច់ទាំងអស់នេះពួកណាបង្កើតគឺពួកនឹងជាអ្នកបង្កើតអញ្ចឹងហើយបានព្រះគម្ពីរគ្រប់ទាំងសាច់អត្ថបទព្រះគម្ពីរបញ្ជាក់មែនទេហេតុអីបានជាព្រះអង្គលុបទាំងសត្វដែរបើសិនជាគ្រាន់តែមនុស្សមករួមសម្ព័ន្ធភាពហេតុអីបានសត្វហើរលើអាកាសក៏មានទោសដែរហេតុអីបានសត្វលូនវាក៏មានទោសដែរពីព្រោះពួកគេ hybrid ទាំងអស់ហើយគេធ្វើឲ្យផែនដីច្របូកច្បល់កាចសាហាវអ្នកណាធំហែកស៊ីស្រាំងចិត្តយើងមើលពិភពដាយញូសឺនេះគឺជាអ្វីដែលព្រះគម្ពីរចង់និយាយបាទព្រះគម្ពីរបានប្រាប់ថាគ្រប់លក្ខនៅក្នុងដំណរវងរបស់គាត់បានដើរជាមួយនឹងព្រះឥឡូវសូមមើលពាក្យនេះជាភាសាអង់គ្លេស New King James គាត់ពាក្យគ្រប់លក្ខដែលព្រះគម្ពីរប្រើគេប្រើពាក្យបាទថា perfect បាទឥតខ្ចោះលោកអ្នកបងចាំទេអ្វីដែលព្រះចង់និយាយគឺនិយាយអំពី DNA នៅក្នុងខ្លួនរបស់លោកណូអេជាការពិតគាត់ដើរជាមួយព្រះគាត់បម្រើព្រះគាត់សុចរិតបាទខាងឯជំនឿប៉ុន្តែព្រះចង់ពន្យល់ប្រាប់យើងថាមនុស្សនៅក្នុងសម័យនោះ DNA នៅក្នុងខ្លួនរបស់គេលែងសុទ្ធអស់ហើយស្ដាប់តន់កន្លែងហ្នឹងអត់គឺ DNA នៅក្នុងខ្លួនគេលែងសុទ្ធអស់ហើយ DNA របស់ផងគេសិតតែ hybrid សិតតែពាក់ព័ន្ធបាទជាមួយនឹងរឿងទេវតារឿងកូនកាត់ទាំងអស់មានតែ DNA របស់ណូអេនិងគ្រួសាររបស់គាត់ដែលជា DNA ដើមដែលរក្សាពីព្រះមកនេះគឺជាអ្វីដែលព្រះចង់និយាយស្ដាប់តន់ណាកន្លែងនេះបាទហើយ
DNA ទាំងអស់លោកអ្នកបងប្អូនវាដូចជាចដើអញ្ចឹង DNA ទាំងអស់សុទ្ធតែមានអក្សររបស់វានៅក្នុង DNA នេះជីវិតលោកអ្នកបងប្អូននៅក្នុងនេះទាំងអស់តាំងពីពណ៌សក់សម្បុរស្បែកពណ៌ភ្នែកតាំងពីចរិតលក្ខណៈអ្វីទាំងអស់គឺនៅក្នុង DNA ទាំងអស់ឥឡូវនេះគេដឹងថា DNA មួយខ្សែដែលនៅក្នុងខ្លួនរបស់ផងយើងតើកន្លែងណាមួយគឺពណ៌សក់គេចង់បដូរយើងពីខ្មៅឲ្យទៅជាសក់ពណ៌តុងដែងបានភ្លាមនៅពេលដែលគេដក DNA នឹងចេញឲ្យដាក់ DNA ពណ៌តុងដែងចូលតាប់តណាកន្លែងបាទគេមានលទ្ធភាពហើយលទ្ធភាពធ្វើតាំងពីសម័យលោកណូអេមកមិនមែនទឹមធ្វើសម័យនេះលោកអ្នកបងចាំសាស្ត្រាទេតាស្រេចសាឡម៉ូននិយាយថាម៉េចគ្មានអ្វីថ្មីនៅក្រោមកម្ដៅថ្ងៃទេយើងចាំទេរឿងទាំងអស់កើតឡើងដដែលថ្មីសម្រាប់ចំនួនយើងប៉ុន្តែរឿងនេះវាសល់ពីចំនួនចាស់មកទេរឿងទាំងអស់កើតឡើងដដែលខ្ជាន់មែនចឹងអត់ព្រះគម្ពីរសាស្ត្រានិយាយបាទកុំឲ្យគិតថាចំនួនយើងជាចំនួនថ្មីបាទនៅក្នុងលំហអាកាសខ្ញុំគ្រាន់តែជម្រាបលោកអ្នកបងប្អូនសូម្បីតែអតីតផ្កាយរណបកាលពីបុរាណក៏មានបន្សល់កាកសំណល់ទុកនៅលើលំហអាកាសដែរដែលមនុស្សសម័យនោះប្រើគេរកឃើញគេថតបានបាទអត់មានរឿងអីថ្មីសូម្បីតែគ្រឿងយន្តគ្រឿងចាក់ធំអ្នកបុរាណវិទ្យារកឃើញទាំងអស់វិទ្យាសាស្ត្របានកើតឡើងដល់កម្រិតកំពូលមុនពេលដែលព្រះបំផ្លាញមិនតែសម័យយើងនេះទេបាទសូមមើលតទៅទៀតនេះគឺជា DNA ដូចជាចដាអញ្ចឹងហើយនេះគឺជាមេជីវិតលោកអ្នកបងប្អូននៅក្នុងខ្លួនលោកអ្នកបងប្អូនទាំងអស់មនុស្សណាទាំងអស់ទាំងសត្វទាំងមនុស្សឲ្យតែមានដង្ហើមតាមរុនច្រមុះសុទ្ធតែមាន DNA ទាំងអស់ហើយ DNA នេះឯងបាទដែលពួកទេវតានោះឯងបានធ្វើឲ្យអីគេច្របូកច្បល់ហេតុអីនៅក្នុងព្រះគម្ពីរលោកុបាទចំពុក3ខ15គឺទំនាស់រវាងពូជពីរគឺពូជរបស់សាតាំងនិងពូជរបស់នាងអេវ៉ាអាមែនដែលជាពូជរបស់ព្រះមេស៊ីមានកាយកើតឡើងបើសិនជាសាតាំងចាប់ផ្ដើមធ្វើឲ្យ DNA នៅក្នុងខ្លួនមនុស្សទាំងអស់បាទលែងមានលក្ខណៈដើមមានន័យថាផែនការនៃការយើងមកប្រសូតរបស់ព្រះមេស៊ីត្រូវបរាជ័យពីព្រោះអត់មាន DNA ណាដែលជា DNA ដើមទេអាមែនប៉ុន្តែនេះបាទសូមមើលតទៅទៀតបាទពាក្យ perfect ភាសាហេប្រឺមានន័យថាម៉េចបាទតាមីមបាទគឺចង់សំដៅទៅលើម៉េចភាសាហេប្រឺដែលពាក្យ perfect ហ្នឹងមានន័យថាមីមហ្នឹងមានន័យថាម៉េចបាទ without blemish អត់មានកន្លែងបន្ទោសបាន sound មានន័យថាគេឈ្មោះល្អ healthful មានន័យថាមានសុខភាពល្អ DNA ដែលមានសុខភាពល្អបាទ without spot អត់មានស្លាកស្នាម unimpaired អត់យកអ្វីមកបដូរបានទេល្អឥតខ្ចោះតាមបានណាកន្លែងនេះបាទគឺចង់សំដៅទៅលើអីគេ DNA របស់លោកណូអេគឺនៅរក្សាភាពដើមដូចជាអ្វីដែលព្រះបានបង្កើតអត់មានអ្នកណាទៅប៉ះពាល់គាត់ទេនោះជាហេតុផលដែលព្រះពលិចផែនដីហើយជ្រើសរើសគ្រួសារ DNA ដើម្បីចាប់ផ្ដើមប្រវត្តិសាស្ត្រមនុស្សសាជាថ្មីបាទពីព្រោះសាតាំងព្យាយាមដើម្បីបំផ្លាញពូជរបស់នាងអីវ៉ាហើយនេះគឺជាសង្គ្រាមអាមែនមិនមែនទេសូមមើលតទៅទៀតនេះគឺជា DNA បាទជាគេហៅថារូបភាពពី DNA នៅក្នុងខ្លួនរបស់លោកអ្នកបងប្អូនគឺដូចជាចដើអញ្ចឹងឯងបាទដែលអានេះគេលាតឲ្យត្រង់បាទហើយឥឡូវនេះគេអាចបំបែកបានបាទនេះគឺជាការបំបែកវិទ្យាសាស្ត្រសពថ្ងៃមានលទ្ធភាពអាចបំបែក DNA នៅក្នុងខ្លួនគ្រប់ទាំងមនុស្សសត្វទាំងអស់បំបែកចោលពាក់កណ្ដាលហើយបន្ទាប់មកគេយក DNA អ្វីផ្សេងយកមកផ្គុំបញ្ចូលគ្នានេះគឺជាការផ្គុំ DNA ឡើងវិញសម័យនេះធ្វើបានទាំងអស់ដើម្បីបង្កើតអីគេទាហាន hybrid ដើម្បីបង្កើតមនុស្ស hybrid ហើយគេថាពួកនេះមានប្រាជ្ញាពួកនេះមានកម្លាំងរឹងមាំពួកនេះមានអាយុវែងហើយសម័យនេះគេព្យាយាមអស់ពីចិត្តបាទគ្រប់ប្រទេសទាំងអស់ជាពិសេសប្រទេសមហាអំណាចគេព្យាយាមធ្វើរឿងនេះដើម្បីអីគេហើយព្រះជាម្ចាស់មានបន្ទូលថាគេនឹងធ្វើបានសម្រេចពីព្រោះហេតុអីពីព្រោះថ្ងៃដែលព្រះយាងមកដូចជាជំនន់របស់ណូអេឥឡូវគេធ្វើបានអស់ហើយលោកអ្នកបងប្អូនឃើញប្រហែលអ្នកស្គាល់
បាទរូបភាពនេះបាទគេហៅថា skull and bone រូបភាពនេះគឺរូបភាពដើមគឺបាទនៅក្នុងសាកលវិទ្យាល័យមួយដ៏ល្បីបាទរបស់សហរដ្ឋអាមេរិកបាទគឺជាសាកលវិទ្យាល័យដែលភាគច្រើនសិតតែអ្នកល្បីដូចជា Zuckerberg បាទដូចជាដែលនាយក Facebook បាទដូចជាអ្នកល្បីផ្សេងទៀតបាទចេញមកបាទគឺសាកលវិទ្យាល័យ Harvard ហើយក្បាលខ្មោចនេះគឺជាមេកុលសម្ព័ន្ធរបស់បាទឥណ្ឌានដែលនៅសហរដ្ឋអាមេរិកបាទដែលពួក Freemason ពួក Illuminati បានទៅគាស់ភ្នោហើយយកក្បាលខ្មោចហ្នឹងមកលោកអ្នកបងចាំទេហេតុអីបានជាចំនួននេះគេហៅចំនួន Generation X អាចប្រាប់ខ្ញុំបានទេ X មកពីពាក្យអី symbolic space តើគេចង់និយាយពីអីលោកអ្នកបងឃើញក្បាលខ្មោចនេះបាទខ្វែងទៅចឹងខ្មោច2ទេតាមពិតមិនមែនចឹងខ្មោចទេ X ហើយ322មានន័យថាម៉េចនេះគឺជាគម្រោងការដ៏អាក្រក់របស់ One World Government ហេតុអីពីព្រោះលេខនេះគេ twist លេខមែនតែនគឺ2បាទលេខមែនតែនគឺអីគេ223មិនមែន323ទេគឺមានន័យថា2គឺតំណាងឲ្យបុរសបាទ DNA បុរស DNA ស្ត្រី DNA នៅក្នុងខ្លួនខ្ញុំហើយ DNA នៅក្នុងខ្លួនលោកអ្នកបងប្អូនគឺមានតែ46ក្រូម៉ូសូមទេស្ដាប់ឲ្យតាន់46ក្រូម៉ូសូមគឺបាន23ពីក្រូម៉ូសូមម្ដាយ23ពីក្រូម៉ូសូមឪពុកសរុបគឺមាន46ស្ដាប់តាន់ទេកន្លែងនេះបាទនៅពេលដែលយើងយកគុណយើងយក2គុណនឹង23គឺស្មើនឹង46គឺជាចំនួនក្រូម៉ូសូមនៅក្នុងខ្លួនរបស់យើងប៉ុន្តែគេចង់ upgrade មនុស្សដើម្បីឲ្យចំនួនក្រូម៉ូសូមឡើងចំនួនបាទដើម្បីធ្វើឲ្យមនុស្សមានអាយុវែងដើម្បីធ្វើឲ្យមនុស្សមានមាឌធំធ្វើឲ្យមនុស្សមានសុខភាពល្អបាទធ្វើឲ្យគេទៅជាទាហានដ៏អស្ចារ្យដូច្នេះហើយបានជា One World Government Freemason Illuminati គេចង់ធ្វើអីបាទគេចង់ upgrade DNA ដែលនៅក្នុងខ្លួនមនុស្សក្រូម៉ូសូមហ្នឹងពី46ទៅ66ដូច្នេះហើយបានជាមានន័យថាម៉េចមានន័យថា3គុណនឹង22ហើយនេះជាលេខកូដរបស់ផងគេដែលគេអត់មាននិយាយអ្វីទាំងអស់ប៉ុន្តែជាផែនការមេរបស់គេស្គាល់ឲ្យច្បាស់បាទតើ upgrade តាមរយៈអី chip នេះឯងនេះជា chip RFID R មកពាក្យ stand for radio F មកពាក្យ frequency I មកពាក្យ identification D card radio frequency identification card នេះគឺជាអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋ One World Government ថ្ងៃក្រោយលោកលេងមកលោកអ្នកបងប្អូនលេងកាន់អ្វីទៀតហើយ license បើកឡានក៏លេងកាន់បាទ bank ក៏លេងកាន់កាតធនាគារក៏លេងកាន់អត្តសញ្ញាណប័ណ្ណក៏លេងមានពីព្រោះទាំងអស់គេបញ្ចូលនៅក្នុង chip computer នេះទាំងអស់ហើយ chip computer នេះអាចគ្រប់គ្រងលោកអ្នកបងប្អូនមានលទ្ធភាពអាចវិភាគការគិតលោកអ្នកបងប្អូនសំបីតែមិនទាន់និយាយចេញពាក្យគេគិតតាមរយៈរលកសំឡេងនៃការគិតរបស់ខួរក្បាលគេគិតតាមរយៈអីគេអាចបដូរនិស្ស័យយើងពី slot ទៅជាកាចពីស្ដាប់បង្គាប់ទៅជាពីមិនស្ដាប់បង្គាប់ទៅជាស្ដាប់បង្គាប់គេអាច upgrade software នៅក្នុងខ្លួនលោកអ្នកបងប្អូនយល់ឲ្យច្បាស់តាមរយៈនេះគេអាច upgrade ពី computer direct ចូលមកក្នុង chip computer នេះហើយ chromosome នៅក្នុងខ្លួនលោកអ្នកបងប្អូននឹងឡើងចំនួនស្គាល់ឲ្យច្បាស់បាទហើយ DNA នេះឧបករណ៍ដែលគេរកឃើញនៅក្នុង chip នេះអត់មាននៅលើផែនដីទេមានលោកម្នាក់ឈ្មោះ LA Marzulli គាត់គឺជាសមាជិកនៃពួកគេហៅ New Age Movement មុនពេលដែលគាត់ជឿព្រះគឺពួកសាសនាខុសឆ្គង
នៅឆ្នាំ73 1973បាទគេមានការប្រជុំធំមួយបាទរបស់ផង New Age Movement ហើយគេមានមនុស្សម្នាក់ដែលមេដឹកនាំគេហៅថាព្រះបាទដើម្បីអង្គុយពន្យល់អីសពបែបយ៉ាងក្រោយមកមានមនុស្សម្នាក់គាត់ចាប់ផ្ដើមមានអ្វីពកនៅក្នុងដៃហើយគាត់ទៅជួបដុកទ័រឃើញថាគាត់មានពកក្នុងដៃគាត់សួរមានរឿងអីកើតឡើងគាត់ថាគាត់អត់ដឹងទេប៉ុន្តែមុនពេលមានកើតនេះគាត់យល់សពឃើញមាន UFO គាត់យល់សពឃើញមានពួក alien មកជួបហើយនិយាយជាមួយគាត់ហើយនៅពេលដែលគាត់ងើបឡើងគាត់មានអញ្ចឹងហើយនៅពេលដែលគេចាប់ផ្ដើមបំរុងវះកាត់គេវះកាត់អត់បានទេត្រូវបំផ្លាញបាទប្រព័ន្ធវិទ្យុសកម្មចោលសិនទើបអាចវះកាត់បាននៅពេលដែលគេខ្វាត់កាត់ដកចេញមកគឺជាដុំខ្មៅទូច3ដុំដែលបែកចេញពីគ្នាដូចដុំធ្យូងអញ្ចឹងនៅពេលដែលគេទុកវាចោលស្អែកឡើងវារត់ចូលរកគ្នាឡើងវិញទៅជារបស់តែមួយនៅពេលដែលគេយកវាទៅពិសោធន៍សារជាតិនេះមានតែនៅម៉ាទេអត់មាននៅលើផែនដីឡើយបាទហើយនៅឆ្នាំ70នៅក្នុងពេលដែលកុំព្យូទ័រទើបតែចាប់ផ្ដើមមានវត្តមាននៅក្នុងពិភពលោកណាងបងដឹងទេលបឿនឈីបនៅក្នុងបរោះម្នាក់ដែលគេវះនេះគឺលឿនជាងសពថ្ងៃ100 ដងតាំងពីឆ្នាំនោះនេះគឺជាអ្វីបាទហើយក្រោយមក DNA ម៉ាស៊ូលីនោះ30 ឆ្នាំមុនព្រះមានបន្ទូលទៅកាន់គាត់ក្រោយពីជឿព្រះអង្គប្រាប់ថាស្រាវជ្រាវនេះហើយគាត់គឺជាម្នាក់ដែលជំនាញដែលស្រាវជ្រាវតាក់ទងរឿងណាថាលឹមនឹងអីហើយគាត់ក៏តាក់ទងរឿងបាននឹងដែរលោកអ្នកបងដឹងទេនេះគឺជារូបភាពឈីបឃើញតូចជាងក្រមអង្គធំជាងក្រមអង្គតែបន្តិចទេនេះក្រមអង្គឃើញគេដាក់នៅក្បែរហ្នឹងទេបាទគេដាក់នៅកន្លែងដៃណាគឺដាក់នៅប្រឡោះដៃលោកអ្នកបងនេះប្រហែលជានៅក្នុងកដៃបាទគេដាក់មាន2 3ប្រភេទកូនង៉ែតដែលគេកើតមកគេមានគេហៅ RFID ink គឺក្មេងគេចាប់យកមកគេ scan barcode នឹងកែងជើងវាតែម្ដងអានោះគឺជាប្រភេទទឹកនៅយុរ៉ុបគឺកើតមកដាក់អញ្ចឹងទាំងអស់មាន RFID មួយយ៉ាងទៀតជា plastic ដែលស្ដើងមែនទែនវិស័យនឹងស្ដើងយកមកបិទលើថ្ងាលលោកណាបងបកលែងចេញហើយបាទមើលអត់ឃើញទៀតដូចស្បែកអញ្ចឹងគេបង្កើតឲ្យខ្ញុំមានរូបភាពនឹងទាំងអស់បាទហើយនេះជាប្រភេទចាស់នៃការពិតហើយនេះគឺជាអត្តសញ្ញាណប័ណ្ណដែលនឹងស្វាគមន៍លោកអ្នកបងនៅឆ្នាំ2018ឬ2019សម្រាប់កម្ពុជាខ្ញុំអត់និយាយប្រទេសផ្សេងប្រហែលជា2017គេដាក់ហើយឥឡូវនេះគេពិសោធន៍ដោយសារអីកាយនៅញូហ្សេឡង់គេដាក់លើឆ្កែដើម្បីអីគេកាលណាឆ្កែគេបាត់គេមើលតាម GPS វានៅណាបាទនេះគឺជាអ្វីในព្រះគម្ពីរសូមមើលនៅក្នុងព្រះគម្ពីរយូដាសគឺជាអ្នកណាប្អូនព្រះយេស៊ូវបង្កើតបាទគឺកូនពោះតែមួយជាមួយនឹងនាងម៉ារីតែគ្រាន់តែឪពុកផ្សេងគ្នាព្រោះព្រះយេស៊ូវអត់មានឪពុកយូដាសមែនទេហើយម្នាក់នេះឯងបាទគឺតែងតែសហការជាមួយនាងម៉ារីពេលខ្លះទៅចាប់ព្រះយេស៊ូវនៅពេលដែលព្រះអង្គកំពុងតែឆ្កាងពេលដែលព្រះអង្គកំពុងតែអធិប្បាយចាំទេនៅក្នុងអត្ថបទព្រះគម្ពីរគេប្រាប់ថាលោកគ្រូមានម្ដាយនិងប្អូនលោកមករកលោកអ្នកបងដឹងគេមករកទៅអីទេគេគិតថាព្រះយេស៊ូវទៅសាយពិសាទគេមកចង់ចាប់ព្រះយេស៊ូវដើម្បីយកទៅផ្ទះហើយព្រះយេស៊ូវនិយាយថាម្ដាយនិងបងប្អូនខ្ញុំគឺជាអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូលហើយម្នាក់នេះក៏ជាមនុស្សម្នាក់ដែលឌឺព្រះយេស៊ូវរហូតនៅពេលព្រះយេស៊ូវនៅរស់បងអត្តធិការអាចារ្យនៅក្រុងយេរូសាឡឹមទេសិស្សបងចាំនៅនោះដែលអានកាពីប៉ះទេនេះគឺយូដាសគាត់ជឿព្រះយេស៊ូវនៅពេលដែលព្រះយេស៊ូវសុគតទើបគាត់ដឹងថាមិនមែនបងគាត់ទេគឺជាព្រះហើយគាត់ក៏ប្រែចិត្តធ្វើជាអ្នកបម្រើព្រះអង្គបាទគាត់និយាយយ៉ាងម៉េចយូដាសមានតែមួយចំពុកគត់អត់មានខទេមានតែខអត់មានចំពុកទេយូដាសនិយាយយ៉ាងម៉េចតាក់ទងទៅនឹងរឿងបាទទេវតាដែលធ្លាក់ទៅលើមេឃដែលមកយកកូនមនុស្សលោកបាននិយាយនៅក្នុងខ6ថាទោះទាំងពួកទេវតាដែលមិនបានរក្សាសន្តានដើមរបស់ខ្លួនគឺជាទេវតាដែលបោះបង់ចោលទីលំនៅចាំពាក្យទីលំនៅបាទទីលំនៅគឺសំដៅទៅលើរូបកាយចេញ
នោះទ្រង់បានឃុំក្នុងសេចក្តីងងឹតទាំងជាប់ចំណងអស់កាលជានិច្ចយូដាសបានបើកសម្ដែងអាចកំបាំងថាទេវតា1/3នៃទេវតាដែលធ្លាក់ពីលើមេឃមានមួយក្រុមជាប់ឃុំរួចទៅហើយក្នុងពេលដែលដទៃទៀតនៅមានសេរីភាពនៅឡើយសូមចាំព្រះកំណត់ថ្ងៃដើម្បីជំនុំជម្រះវាប៉ុន្តែអ្នកដែលអត់បង្ខូចសន្តានរបស់ផងខ្លួននៅមានសេរីភាពនៅឡើយទេនៅដើរហើរគ្រប់កន្លែងនៅមកតាមឆាឆៅបាទដល់អស់អ្នកដែលជឿដល់ព្រះអង្គមែនទេអត់ប៉ុន្តែមានមួយក្រុមមិនមានសិទ្ធិឆាឆៅទេត្រូវបានចងទុករួចទៅហើយណាគឺជាក្រុមទេវតាដែលបង្ខូចសន្តានដើមនោះឯងហើយយើងជឿថានេះគឺជាទេវតាដែលមកយកកូនស្រីរបស់មនុស្សនោះឯងណានោះទ្រង់បានឃុំក្នុងសេចក្តីងឹតទាំងជាប់ចំណងអស់កាលជានិច្ចទុកសម្រាប់នឹងជំនុំជម្រះនៅថ្ងៃដ៏ធំមានន័យថាម៉េចនៅថ្ងៃដ៏ធំដោះមកដើម្បីជំនុំជម្រះប៉ុន្តែឥឡូវនេះឃុំទុកមុនកំណត់អាមែនសូមមើលតទៀតបាទព្រះគម្ពីរភាសាអង់គ្លេសថាម៉េចទេវតាទាំងអស់នោះឯគេចាកចេញពីទីលំនៅពាក្យថាទីលំនៅបាទជាភាសាខ្មែរក៏ជាទីលំនៅជាភាសាអង់គ្លេសដែរ habitation បាទឥឡូវយើងមើលពាក្យ habitation ជាភាសាក្រិកមានន័យថាម៉េច oikaterin តើពាក្យ oikaterin នេះមានន័យថាម៉េចគឺចង់សំដៅទៅលើអីគេទៅលើបាទរូបកាយយើងដែលជាផ្ទះរបស់វិញ្ញាណនេះជាភាសាដើមសំដៅទៅលើរូបកាយយើងដែលជាផ្ទះរបស់ផងវិញ្ញាណអញ្ចឹងព្រះគម្ពីរយ៉ូដាសដែលនិយាយថាម៉េចថាអ្នកដែលបោះបង់ចោលទីលំនៅខ្លួនមានន័យថាទេវតាដែលបោះបង់ចោលសិទ្ធិរបស់ផងខ្លួនបានបង្ខូចសន្តានដើមរបស់ផងខ្លួនស្រាប់តនេះកន្លែងហើយពាក្យថា habitation បាទនេះឯងមានតែ2ដងគត់នៅក្នុងព្រះគម្ពីរគឺម្ដងយូដាសប្រើម្ដងលោកប៉ូលប្រើលោកប៉ូលនិយាយថាម៉េចបាទខ្ញុំបាទរងចាំថ្ងៃមកដល់ដើម្បីអីគេត្រសាល់យើងប្រើភាសាខ្មែរនឹងចេញពីត្រសាល់នេះទៅកន្លែងបាទនៅអីគេវិមានអស្ចារ្យមានតែ2ដងគត់នៅក្នុងព្រះគម្ពីរបាទសូមមើលតទៅទៀតនៅក្នុងព្រះគម្ពីរនៅក្នុងខ7តើលោកយូដាសនិយាយថាម៉េចលោកយូដាសបានភ្ជាប់រឿងរបស់ទេវតានោះទៅនឹងរឿងក្រុងសូដុំនិងកូម៉ូរ៉ាសូមមើលដូចជាក្រុងសូដុំនិងកូម៉ូរ៉ាហើយអស់ទាំងទីក្រុងនៅជុំវិញដែរដែលគេបានប្រគល់ខ្លួនប្រព្រឹត្តសេចក្តីកំផិតដូចគ្នាមានន័យថាម៉េចលោកយូដាសក៏និយាយថាសេចក្តីកំផិតរបស់មនុស្សនៅក្រុងសូដុំនិងកូម៉ូរ៉ាដូចគ្នានឹងសេចក្តីកំផិតរបស់មនុស្សនៅចំនួននោះឯងឃើញគាត់ភ្ជាប់រឿងពីរនេះចូលគ្នាអត់ដូចជាបាទហើយគាត់ប្រើពាក្យបិចប្រព្រឹត្តសេចក្តីកំផិតដូចគ្នាមែនចឹងអត់បាទអញ្ចឹងមានន័យថាម៉េចនៅក្នុងព្រះបាទនៅក្នុងស្រុកកាណាននៅពេលដែលលោកនាងប្អូនអត់យល់រឿងនេះលោកនាងប្អូននឹងឃើញថាហេតុអីបានជាព្រះបញ្ជាឲ្យអ៊ីសាអែលសម្លាប់ទាំងប្តីសម្លាប់ទាំងប្រពន្ធសម្លាប់ទាំងកូនសម្លាប់ទាំងសត្វសម្លាប់ទាំងអស់ហេតុអីបានជាព្រះបាទទៅជាអីគេឃាតករយ៉ាងដូចនេះយើងអត់យល់យើងថាព្រះខុសយើងត្រឹមត្រូវប៉ុន្តែនៅពេលដែលយើងសិក្សាព្រះគម្ពីរព្រះជាម្ចាស់បានបង្ហាញឲ្យដឹងថាស្រុកកាណានទាំងមូលគឺជាទីលំនៅរបស់ពួកកូនកាត់ទេវតាហើយពួកនេះអត់មានសេចក្តីសង្គ្រោះទេគ្មានការប្រែកចិត្តទេអាមែនហើយពួកនេះត្រូវសម្លាប់ចោលលោកនាងប្អូនដឹងទេខ្ញុំអត់បានបង្ហាញបាទចាំបន្តិចចឹងខ្ញុំបកមកវិញខ្ញុំបកមកកន្លែងនេះខ្ញុំបង្ហាញរូបភាពមួយលោកណាបងប្អូនចង់មកយករូបភាពមិនខ្វះបាទនេះគ្រាន់តែរូបភាពទូចមួយទេបាទពួកនឹងគឺក្បាលចេះទី1ខ្ញុំឲ្យលោកណាបងប្អូនមើល
ទម្រង់ក្បាលលលាក្បាលរបស់ផងអ្នកទាំងអស់នឹងអត់ដូចយើងទេគឺមូលចឹងវែងលយទៅក្រោមហើយគេបានសិក្សាប្រភេទទម្រង់ខួរក្បាលទាំងអស់សិតតែអញ្ចឹងបាទទៅអញ្ចឹងឯងហើយលោកអ្នកបងប្អូនមើលទៅវិញបាទនៅក្នុងអីគេនៅក្នុងសិលាចារឹករបស់អេស៊ីបលោកអ្នកបងប្អូនចាំនេះគឺជាសិលាចារឹករបស់អេស៊ីបយើងឃើញទម្រង់ក្បាលមិនមែនម៉ូតសក់ទេគឺទម្រង់រលាក្បាលអញ្ចឹងតែម្ដងនៅពេលដែលគេសិក្សាធ្វើឲ្យយើងបានដឹងថាស្ដេចអេស៊ីបបុរាណអ្នកដែលសង់ពីរ៉ាមីតហើយនឹងស្ដេចអេស៊ីបបុរាណចំនួនជាពិសេសសំបីតែអីគេអ្នកដែលទាស់ជាមួយម៉ូសេស្ដេចដែលទាស់ជាមួយនឹងលោកម៉ូសេហ្នឹងបាទនៅក្នុងសម័យព្រះគម្ពីរនិកាម៉ាណាំងក៏ជាពួកណាប់ថាលីមដែរនេះគឺជារូបភាពនៅគ្រប់សិលាចារឹកទាំងអស់សិតតែរូបភាពអញ្ចឹងទាំងអស់បាទគឺមិនមែនមនុស្សទេមនុស្សមិនមែនម៉ូតសក់ទេមិនមែនក៏មិនមែនម៉ូតមួកដែរគឺទម្រង់ក្បាលអញ្ចឹងតែម្ដងបាទហើយនេះគឺជាអ្វីដែលបានពួកនេះត្រូវបានមនុស្សលើកដំកើងឲ្យទៅជាព្រះហើយពួកនេះសម្រាប់មនុស្សដើម្បីថ្វាយយ៉ាញ់បូជាគ្រប់ទាំងទីក្រុងគ្រប់ទាំងអាសនៈដែលពួកនេះថ្វាយបង្គំទាំងអស់គឺនៅពេលដែលគេទៅពិនិត្យមើលសិតតែយកសម្រាប់មនុស្សថ្វាយយ៉ាញ់បូជាទាំងអស់ដូច្នេះពូជនេះជាពូជរបស់ផងសាតាំងវាមានតែមួយបើយើងមិនបំផ្លាញសាតាំងមានសាតាំងផ្លាញយើងតែប៉ុណ្្នឹងទេនោះជាហេតុផលដែលព្រះជាអម្ចាស់ត្រូវឲ្យបោះសម្អាតនៅលើទឹកដីកាណានចេញបាទហើយយើងមកដឹងថាអូព្រះគ្រីស្ទ genocide បាទព្រះជាម្ចាស់សម្លាប់មនុស្សបាទព្រះជាអ្នកបង្កើតមនុស្សព្រះអង្គចេះស្រឡាញ់មនុស្សជាងយើងស្រឡាញ់ទៅទៀតប៉ុន្តែតើព្រះអង្គស្រឡាញ់មនុស្សបែបណាដែលគួរស្រឡាញ់យើងឃើញនៅក្នុងអត្ថបទព្រះគម្ពីរសុំតមកវិញយើងឃើញបាទនេះគឺប្រើពាក្យដូចគ្នា even as Sodom and Gomorrah បាទហើយព្រះគម្ពីរប្រើពាក្យមិនខ្ញុំ highlight ក្រហម after strength flesh ស្អីគេសត្វសាច់ចម្លែកគឺ hybrid ទាំងឯងបាទនៅក្នុងព្រះគម្ពីរលោកពេត្រុសនិយាយដូចគ្នាពេត្រុសខ្សែទី2ចំពុក2ខ4និងខ5ត្បិតបើសិនជាព្រះមិនបានប្រណីដល់ពួកទេវតាដែលបានធ្វើអំពើបាបគឺទ្រង់បានបោះទម្លាក់ទៅក្នុងជង្ហុកយ៉ាងជ្រៅលោកពេត្រុសនិយាយថាម៉េចមានទេវតាមួយក្រុមបានបោះទម្លាក់ទៅក្នុងជង្ហុកជ្រៅរួចទៅហើយមែនទេអត់ប៉ុន្តែយើងដឹងថារហូតដល់មួយថ្ងៃនេះទេវតា1ភាគ3អត់ទាន់បានបើកការជំនុំជម្រះនៅឡើយទេមែនទេអត់នៅក្នុងព្រះគម្ពីរកូរិនថូសទី1លោកអ្នកបងចាំលោកពូននិយាយថាម៉េចទេមានបាបមួយយ៉ាងដែលនៅក្នុងអ្នករាល់គ្នាគឺឪពុកយកកូនខ្លួនឯងតើលោកសាវកពូននិយាយថាម៉េចបើព្រះទុកចិត្តអ្នកហើយឲ្យអ្នកអង្គុយលើបល្ល័ង្កដើម្បីជំនុំជម្រះសំបីតែពួកទេវតាដែលក្បត់ទាស់នឹងព្រះផងហេតុអីរឿងទូចមួយដល់ស្រែមចេញពួកនេះនឹងបើកការកាត់ទោសនៅចុងរាជ1000ឆ្នាំហើយខ្ញុំឲ្យលោកអ្នកបងអ្នកណាដែលមានដែលបានទទួលរូបកាយដំនឹងអង្គុយកាត់ទោសអ្នកទាំងអស់នោះមានន័យថារហូតមកដល់ថ្ងៃនេះមិនទាន់មានការកាត់ទោសពួកទេវតាទាំងនោះទេអាមែនប៉ុន្តែហេតុអីបានជាលោកពេត្រុសនិយាយយូដាក៏និយាយលោកពេត្រុសក៏និយាយថាមានទេវតាមួយក្រុមបានបោះទៅក្នុងជង្ហុកធំរួចហើយតិចទៀតខ្ញុំនិយាយថាជង្ហុកធំនេះភាសាដើមឈ្មោះអីឲ្យជាប់ច្រវាក់ជាសេចក្តីងឹតទាំងឃុំទុកសម្រាប់ជំនុំជម្រះបាទហើយលោកនិយាយនៅក្នុងខ5ហើយទ្រង់មិនបានប្រណីណាលោកីពីចាស់បុរាណក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សថ្មិលល្មើសតែបានជួយសង្គ្រោះលោកណូអេទាំងបាទទាំងអស់គ្នាមាន8នាក់ដែលលោកជាអ្នកប្រកាសពីសេចក្តីសុចរិតតើលោកពេត្រុសនិយាយថាម៉េចលោកយករឿងនោះមកលីងភ្ជាប់ជាមួយនឹងរឿងណូអេមែនទេអត់ពីព្រោះរឿងនេះជារឿងទី1បាទសូមមើលពាក្យនៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី2ចំពុក2ខ4ខ5នៅក្នុងភាសាដើមឈ្មោះថាឈ្មោះអីគេគឺឈ្មោះដែលខ្ញុំ highlight ក្រហមនេះ Tartarus ឥឡូវ Tartarus នេះមានតែ2ដងគត់នៅក្នុងព្រះគម្ពីរមានលេខតែ2ដងគត់នៅក្នុងពេត្រុសនឹងមួយនិងនៅក្នុងព្រះគម្ពីរផ្សេងទៀតមួយតើ Tartarus ជាភាសាក្រិកមានន័យថាម៉េចបាទទីងងឹតយ៉ាងជ្រៅមានន័យមួយទៀតថា pitch of darkness in unseen world ក៏មានន័យថាម៉េច
Homer's Iliad បាទមានន័យថាម៉េច Tartarus ហ្នឹងគឺជាទីកន្លែងមួយដែលគេបញ្យល់ as far as Hades ហ្នឹងគឺអីគេភាសាអ៊ីស្រាអែលគឺឋានឃុំព្រលឹងមនុស្សស្លាប់នៅក្នុងព្រះគម្ពីរលូកានិយាយថាអីគេបាទមានអ្នកមានម្នាក់ឡាសាម្នាក់ផ្លូវឋានឃុំព្រលឹងនោះគឺ Hades តែទេវតាទាំងអស់នេះមិនមែនឃុំនៅ Hades ទេឃុំនៅកន្លែងមួយឈ្មោះ Tartarus បាទដែលគេឆ្ងាយពី Hades នឹងទៅទៀតបាទ as គេប្រាប់ពីថាម៉េច as the earth is below the heaven គាត់និយាយថាម៉េចកន្លែង Tartarus ទាំងឯងគឺជាតំបន់មួយដែលអីគេដែលនៅក្រោម Hades ក្រោមឋានឃុំព្រលឹងបាទហើយថាម៉េចបាទហើយក៏នៅក្រោមឋានសួគ៌ដែរមានន័យថាបានទេគឺនៅចន្លោះបាទប្រហែលណាកន្លែងនេះគឺជាពាក្យដើមហើយកន្លែងនោះថាបាទ Tartarus នោះឯងគឺជាកន្លែងដែលគេឃុំពួកទេវតាទាំងអស់នេះយើងសិក្សារីកពីលោកអ្នកបងចាំគេហៅ methodology បាទតាក់ទងទៅនឹងរឿងព្រេងរបស់ Greg មានរឿងព្រេងរបស់ផងគេមានមនុស្សម្នាក់ឈ្មោះអីគេ Titan លោកអ្នកបងដឹងថានៅក្នុងភាសា Greg Titan ហ្នឹងតើ Greg ពិពណ៌នាថាម៉េចទេថា Titan គឺជាប្រភេទមនុស្សពាក់កណ្ដាលមនុស្សពាក់កណ្ដាលទេវតាតើបានទេបាទហើយគេបញ្យល់ប្រាប់ថាម៉េចនៅក្នុងរឿងព្រេងរបស់ Greg គេនិយាយថាពួក Titan នឹងឯងគឺបះបោប្រឆាំងជាមួយនឹងឪពុកខ្លួនឈ្មោះ Uranus បាទហើយក្រោយពីការប្រយុទ្ធដ៏ស្វិតស្វាញពួកគេត្រូវបានព្រះ Zeus ដែលជាព្រះខ្ពស់បំផុតរបស់ Greg នេះដែលតំណាងដោយសាតាំងនេះ Zeus នឹងឯងបានចាប់របស់គេហើយបោះទៅ Tartarus នឹងឯងហើយរឿងនេះមិនមែនមានតែក្នុង Greg ទេមាននៅក្នុងវប្បធម៌ទាំងអស់វប្បធម៌ចិនក៏មានវប្បធម៌ឥណ្ឌាក៏មានវប្បធម៌ពិភពលោកទាំងអស់សិតតែរឿងហ្នឹងតើពួកគេបានកំណត់មកពីណាពីរឿងអីគេអំពីរឿងកូនកាត់ទេវតាហ្នឹងវាចេញពីអត្ថបទដើមហើយខ្ញុំបានប្រាប់ថានៅពេលដែលពួកនេះភៀសខ្លួនចេញពីតំបន់កាណាន់ដែលសម្លាប់ដោយយូស្វេនោះឯងពួកគេបានទៅគ្រប់ទីកន្លែងទាំងអស់ហើយបង្កើតវប្បធម៌ទៅសេរឿងព្រេងទុកគ្រប់ទីកន្លែងទាំងអស់ហើយយើងរកឃើញនៅគ្រប់ទីកន្លែងបាទនេះគឺជា Titan របស់ Greg លោកអ្នកបងប្អូនឃើញស្ត្រីម្នាក់នៅឈរក្បែរហ្នឹងទេអង្គុយដូចគ្នាគាត់បានត្រឹមណាមែនចឹងអត់រូបភាពបាទនេះលោកអ្នកបងប្អូនមើលឃើញបរិសម្នាក់នេះស្ត្រីម្នាក់ហ្នឹងគឺនៅក្រោមឃ្លាគាត់ហើយឈរលើដុំថ្មទៀតបាទត្រឡប់មកវិញអ្នកខ្លះនិយាយថាហេលោកគ្រូបាទខ្ញុំបានសិក្សាថាបាទកូនព្រះមកយកកូនមនុស្សហ្នឹងគឺខ្សែស្រឡាយសេតនេះរឿងដើមសុំមើលខ្ញុំក៏រៀនដោយលោកអ្នកបងប្អូនដែរបាទនេះគឺជាការយល់ឃើញដែលតាក់ទងថាមនុស្សនៅក្នុងព្រះគម្ពីរលោកុបាទចំពុក6គឺជាខ្សែរបស់សេតតើអ្នកណាអ្នកបង្កើតរឿងនេះបាទមានសេចក្តីបង្រៀនកន្លងទៅនៅក្នុងមហាវិទ្យាល័យរហូតដល់ថ្ងៃនេះគេថាម៉េច Son of God ហ្នឹងគឺអីគេគឺតាក់ទងនឹងខ្សែស្រឡាយរបស់សេតដែលជាកូនដែលព្រះចောင်းម្ចាស់ប្រទានមកជំនួសអេបិលមែនអត់ហើយគេនិយាយថាអូកូនរបស់លោកអាដាមហ្នឹងគឺកូនបាទកូនស្រីរបស់ផងបាទព្រះហ្នឹងគឺកូនរបស់លោកអាដាមហើយកូនស្រីរបស់មនុស្សហ្នឹងគឺកូនរបស់លោកកាអ៊ីននេះជាសេចក្តីបង្រៀននៅក្នុងមហាវិទ្យាល័យបាទហើយគេឲ្យនិយមន័យទៀតថាអំពើបាបគឺមានន័យថាអីគេបាទគឺជាការបរាជ័យដាច់ចេញពីព្រះមិនអាចផ្សះផ្សាគ្នាបានប៉ុន្តែជំនួយគ្នាពាក្យ Nephilim គេអត់បកស្រាយសោះគេផាត់ពាក្យនឹងចោលនេះគឺជាអ្វីដែលរៀនហើយរៀនដល់ដុកទ័រក៏គេបរៀនអញ្ចឹងដែរបាទប៉ុន្តែនៅក្នុងគ្រួសារសេតមានតែ2អ្នកប៉ុណ្ណោះដែលខ្ញុំនិយាយថាមានតែ Noe និង Henoch ទេឥឡូវសូមមើលរឿងដើមដែលនិយាយអំពីថាកូនស្រីរបស់មនុស្សគឺជាកូនបាទកូនប្រុសរបស់ផងព្រះគឺជាខ្សែស្រឡាយរបស់សេតហើយកូនស្រីរបស់មនុស្សខ្សែស្រឡាយរបស់កាអ៊ីនហ្នឹងគឺចាប់ផ្ដើមចេញបង្រៀននៅសតវត្សទី5នៅឆ្នាំប្រមាណជា500ហើយមនុស្សដែលខ្ញុំ highlight ក្រហមនេះឯងជាអ្នកបង្រៀន Celsus Julian បាទលោកអ្នកបងដឹង Julian អ្នកណាទេគឺជាសម្ដេចប៉ាបដែលរស់នៅក្នុងសតវត្សទី5នេះម្នាក់នេះឯង
ដែលធ្វើឲ្យពិភពគ្រីស្ទបរិស័ទកលាប់ចាស់គាត់បដូរពីសៅរ៍ទៅអាទិត្យហើយម្នាក់នេះឯងដែលបង្កើតអីគេដែលបង្កើត January February March April បាទ May June July ខែទាំង12ភាសាអង់គ្លេសហ្នឹងឈ្មោះខែទាំង12ជាភាសាអង់គ្លេសគឺជាឈ្មោះព្រះក្រិចទាំង12បាទហើយច័ន្ទគេពុតពហោះ Monday មកពី Moon God Sunday មកពី Sun God ទាំងអស់ខ្ញុំមានឯកសារគឺ Julian នេះឯងជាអ្នកបង្កើតរឿង Easter ក៏ម្នាក់នេះជាអ្នកបញ្ចូលរឿងអីគេ Valentine Day ក៏ម្នាក់នេះជាអ្នកបញ្ចូលរឿង Christmas រឿងអីគេបុណ្យ Noel ក៏ម្នាក់នេះជាអ្នកបញ្ចូលតែការពិតបុណ្យទាំង3នេះគឺជាបុណ្យរបស់សារតីទេ Julian នេះគាត់ជាអ្នកធ្វើគាត់អីគេគាត់បង្ខូចដំណឹងល្អពិតប្រាកដរបស់គ្រីស្ទបរិស័ទហើយយកប្រពៃណីរបស់មនុស្សយកប្រពៃណីទំនៀមទម្លាប់របស់ផងមនុស្សយកមកបញ្ចូលធ្វើឲ្យបាទហើយនេះគឺជាចលនាសាតាំងដូចគ្នាដែលបំរុងធ្វើតាំងពីសម័យលោកណូអេមកគឺបំភាន់បន្លំធ្វើឲ្យមានអ្នកណាស្គាល់សេចក្តីពិតទាំងអស់ Julian នេះឯងហើយនៅក្នុងបាទសម័យ Alexander the Great អូខេ Augustine នេះគឺជាបាទមនុស្សដែលគួរឲ្យគោរពហើយមានរឿងជាច្រើនដែលល្អពីគាត់ប៉ុន្តែជាមួយគ្នាបាទគាត់ក៏ទទួលយកសេចក្តីបង្រៀនរបស់សេតដូចគ្នាហើយសេចក្តីបង្រៀនរបស់សេតនេះតមករហូតរាប់ពាន់ឆ្នាំរហូតដល់ពេលបច្ចុប្បន្នប៉ុន្តែការពិតជាអីគេជាសេចក្តីបង្រៀនចេញអំពីរឿងព្រេងប៉ុណ្ណោះគេបង្រៀនរឿងនេះដើម្បីអីដើម្បីពីព្រោះរឿងនេះវាអត់ឈឺក្បាលរឿងនេះវាអត់មានប្រតិកម្មរឿងនេះមានប្រជាប្រិយភាពរឿងនេះស្រួលអត់ចាំបាច់ធ្វើការស្រាវជ្រាវខ្ញុំប្រាប់លោកអ្នកបងប្អូនសំបីតែអត្ថបទផែនទីនៅក្នុងសភៅនេះខ្ញុំហ៊ាននិយាយថា 80% ខុសទាំងអស់អត់មានផែនទីត្រូវទេបើមិនចឹងខ្ញុំសួរមួយភ្នំស៊ីណាយនៅណានៅក្នុងអត្ថបទព្រះគម្ពីរបានប្រាប់ថាភ្នំស៊ីណាយគឺនៅចន្លោះរវាងដៃសមុទ្រក្រហមពីរសំណួរសួរថាអញ្ចឹងណូអេនាំទឹកឆ្លងកាត់ដោយរបៀបណាបើណូអេក៏រស់នៅខាងនេះសមុទ្រហ្នឹងម៉ូសេក៏រស់នៅខាងនេះសមុទ្រខ្វៀលសត្វរបស់គាត់ហើយថ្ងៃមួយគាត់ដើរទៅដល់ភ្នំព្រះគាត់ជួបព្រះមែនអត់ចុះបើភ្នំព្រះនៅឆ្លងសមុទ្រតើណូអេនាំជាមឆ្លងកាត់សមុទ្រដោយរបៀបណាមានអ្នកណាស្រាវជ្រាវអត់សំណួរសួរថាហេតុអីបានជាគេកំណត់ភ្នំព្រះជាម្ចាស់នៅចន្លោះដៃសមុទ្រទាំងពីរតើអ្នកណាកំណត់ម៉ាដាយ Alexander the Great ហេតុអីគាត់កំណត់ដោយសារគាត់កំណត់ដោយសារយូសបគាត់អ្នកណាក៏ដឹងឲ្យតែអ្នកសិក្សាកាពីទីតាំងនេះគឺកំណត់ដោយការយល់សពរបស់ម្ដាយ Alexander the Great គាត់យល់សពឃើញមិនគេទៅឃើញអញ្ចឹងគាត់ថាហ្នឹងឯងភ្នំព្រះតែភ្នំព្រះពិតប្រាកដគឺនៅសាអូឌីអារ៉ាប៊ីនេះគឺជាភ្នំដែលជាទីពិសិដ្ឋរបស់អ៊ីស្លាមរាល់ថ្ងៃនេះឯងជាកន្លែងហាមឃាត់ដាច់ខាតគេបានរកឃើញគ្រប់ទាំងអស់អ្វីដែលបានរៀបរាប់ក្នុងព្រះគម្ពីរបាទខ្ញុំមានសភៅមួយឈ្មោះ The Case of Exodus ហើយអ្នកដែលរកឃើញគាត់ឈ្មោះអីគាត់ឈ្មោះ Moodley ជាជនជាតិអ៊ីស្រាអែលជាអ្នកប្រាជ្ញផ្នែកខាង medical ដែលជាប់រង្វាន់ Nobel នៅប្រទេសស្វីសខ្ញុំមានសភៅហ្នឹងបាទ Moodley គាត់ជាអ្នកប្រាជ្ញផ្នែកគីមីបាទខាងសុខាភិបាលហើយគាត់សរសេរសភៅមួយគឺរឿងករណី Exodus ហ្នឹងឯងនេះកមណាំងហ្នឹងឯងដើម្បីយកអីគេបណ្ឌិតផ្នែកខាងព្រះគម្ពីរហើយគាត់ស្រាវជ្រាវទាំងអស់ហើយគាត់ឃើញដូចគាត់ពិតដឹងបាទដុកទ័រ Moodley គាត់និយាយថាម៉េច 80% នៃឯកសារនេះខុសទាំងអស់ឲ្យតែតាក់ទងនឹងផែនទីពីព្រោះវាអត់មានអីអំណះអំណាងក្នុងព្រះគម្ពីររឿងជាច្រើនណាស់ដែលបង្កប់គេហៅថាអីគេ traditional នៅក្នុងគ្រីស្ទបរិស័ទបាទ Halloween បាទតែជារបស់គ្រីស្ទបរិស័ទទេបាទគ្រីស្ទបរិស័ទមិនដឹងថាតើ Easter egg នឹងស្អីផងបាទមិនដឹងថាតើនសាយនឹងស្អីផងមិនដឹងរឿងជាច្រើនទេផងពីព្រោះរឿងនេះសុទ្ធតែរឿងបង្កប់គ្រីស្ទទាំងអស់បាទពីព្រោះហេតុអីគោលបំណងគេធ្វើឲ្យដំណឹងល្អច្របូកច្បល់ដើម្បីកុំឲ្យមនុស្សមានផ្លូវទៅព្រះដាក់បំប្រាស់ម្ដងហើយម្ដងទៀតគឺយើងពិតប្រាកដហើយនេះគឺជា Julian បាទ Cyril of Alexander ព្រមទាំង Augustine នេះឯងដែលគាត់ជាអ្នកធ្វើរឿងទាំងអស់នេះបាទហើយនេះគឺជាប្រភពដើមនៃសេចក្តីបង្រៀនដែលថាកូនរបស់ព្រះចេញពីខ្សែរបស់សេតបាទឥឡូវយើងមើលនៅតំបន់មួយឈ្មោះគីលកាល់បាទមានជនជាតិមួយឈ្មោះអីគេ
បាទ Rephaim ភាសាខ្មែរដាក់ប្រើពាក្យអីគេ Rephaim រដាក់ស្អេផដាក់ស្អេនឹងមកមានជនជាតិ Rephaim នៅពេលដែលយើងអាន Rephaim នៅក្នុងភាសាខ្មែរដូចជាអត់ដឹងមានន័យយ៉ាងម៉េចប៉ុន្តែភាសារបស់គេ Rephaim គឺអីគេ Rephaim គឺជាអីគេគឺជាពូជពងកូនកាត់ទេវតានិងមនុស្សនោះឯងដែលរស់នៅក្នុងតំបន់គីលកាល់លោកក៏បាត់ចំពុក14ខ5និងយោស្វេចំពុក12ខ4យកទៅសិក្សាខ្លួនឯងរបាក្សត្រខ្សែទី1ចំពុក6ខ71បាទ Rephaim Emim Horim យ៉ាស៊ូSamsumim សតតែពួកប្រភេទកូនកាត់ទាំងអស់គឺពួកទេវតានេះទាំងអស់ហើយឈ្មោះនេះមានក្នុងព្រះគម្ពីរខ្ញុំឲ្យលោកអ្នកបងប្អូនតែនៅពេលសរសេរខ្មែរយើងអត់ដឹងមានន័យថាម៉េចបាទលោកក៏បាត់ចំពុក14លោកក៏បាត់ចំពុក15លោកអ្នកបងប្អូនដែលត្រូវការសេចក្តីបង្រៀនហើយចាប់អារម្មណ៍លោកអ្នកបងប្អូនអាចមកសេវយកឯកសារនេះបាទពីព្រោះលោកអ្នកបងប្អូនមិនអាចកត់អស់ទេហើយលោកអ្នកបងប្អូនដែលចង់ស្ដាប់ឡើងវិញលោកអ្នកបងប្អូនចូលនឹងអ៊ីនធឺណិតពីព្រោះអត្ថបទនេះយើងដាក់ក្នុងអ៊ីនធឺណិតឈ្មោះទាំងអស់អាណាក់ណាមានកូនចៅអាណាក់បាទអណាក់ឯភាសាអត់មានដឹងមានន័យថាម៉េចព្រះគម្ពីរខ្មែរប៉ុន្តែនៅពេលដែលយើងចូលទៅក្នុងព្រះគម្ពីរអង់គ្លេសបាទគឺជនជាតិមួយឈ្មោះអាណាគីមគឺជាកូនពូជពងរបស់ផងពួកនឹងទាំងអស់ណាបាទលោកអ្នកបងប្អូនចាំទេមានមនុស្សម្នាក់ឈ្មោះអុកជាស្ដេចស្រុកបាសានមែនទេគាត់ក៏ជាក្នុងចំណោមពួកពូជពងនឹងដែរអុកស្ដេចបាសាននៅក្នុងចោទយកថាចំពុក3ខ11នេះគឺជាអវ័យដែលយូស្វេបានប្រយុទ្ធបាទដើម្បីលោកអ្នកបងប្អូនចាំទេតើក្នុងចំណោមអ្នកស៊ើបការ12នាក់តើមនុស្ស10នាក់និយាយថាម៉េចអូមានយៈនៅលើទឹកដីសន្យាកុំទៅយើងប្រៀបដូចជាសត្វកណ្ដូបនៅពេលដែលលោកអ្នកបងប្អូនឃើញឆ្អឹងតើគេពិតជាកណ្ដូបមែន 100% គេគឺជាកណ្ដូបពីព្រោះគេនៅនេះពួកនឹងណែប៉ុន្តែនៅពេលដែលគេអត់មានជំនឿគេឃើញមនុស្សដែលធំស្រាប់នោះកាន់តែធំថែមទៀតប៉ុន្តែដោយឡែកយូស្វេនិងកាឡែបគាត់ឃើញធំគាត់មិនអត់ភ្នែកទេតែដោយព្រោះមើលឆ្លងកាត់សេចក្តីជំនឿគាត់ឃើញកាន់តែតូចលោកអ្នកបងប្អូនមើលទេយូស្វេអាយុដាវីតអាយុ18ឆ្នាំគាត់សម្លាប់កូលីយ៉ាតដោយរបៀបណាតើហេតុអីបានយូស្វេរើសថ្ម5ដុំទេខ្ញុំប្រាប់ពីបាទសំទោសដាវីតរើសថ្ម5ដុំពីព្រោះអីពីព្រោះបងប្អូនកូលីយ៉ាតមានគ្នា5នាក់មួយដុំសម្រាប់មនុស្សម្នាក់បាទនេះកូលីយ៉ាតនៅក្នុងសាមយៈខ្សែទី2ចំពុក21ខ16ដល់ខ22របាក្សត្រខ្សែទី1ចំពុក20ខ4ខ8បាទមនុស្សទាំងអស់នេះសិតតែអីគេពួក Nephilim ហើយនឹងពូជពងរបស់គេដែលក្រោយមកបាទលោកអ្នកបងប្អូនដឹងថាម្ដាយកូលីយ៉ាតជាអ្នកណាទេម្ដាយតទៀតតាមរយៈបាទការស្រាវជ្រាវរបស់ជនជាតិយូដាគឺជាកូនប្រសានាងរស់លោកអ្នកបងប្អូនចាំនាងរស់មានកូនប្រសា2នាក់ទេម្នាក់សំទោសណាអូមីមានកូនប្រសា2នាក់កូនប្រសាទី1ឈ្មោះនាងរស់តែនាងទី2ឈ្មោះអូប៉ាបាទអូប៉ានេះឯងបាទនៅពេលដែលគេធ្វើការសិក្សាស្រាវជ្រាវជនជាតិអ៊ីស្រាអែលគាត់ថាកូលីយ៉ាតនេះគឺជាប្រហែលជាចៅរបស់អូប៉ាពីព្រោះក្រោយពីនាងអូប៉ាត្រឡប់ទៅកាន់គាត់នឹងរៀបការជាមួយណាស់ថាលីមហើយគាត់បង្កើតពូជពងកូលីយ៉ាតនេះឯងនេះចេញពីសេចក្តីបង្រៀនរបស់ជនជាតិអ៊ីស្រាអែលដែលជឿព្រះជាម្ចាស់យើងឃើញទេនាងរស់ជាស្រីសាសម៉ូអាប់ដែលដើរតាមព្រះត្រឡប់ជាពូជពងព្រះមេស៊ីតែអូប៉ាដែលជាកូនប្រសានាងណាអូមីបែរទៅជាពូជពងរបស់ពងណាហ្វលីមទៅវិញលោកអ្នកបងប្អូនដឹងទេហេតុអីបានព្រះមិនចង់ឲ្យលោកអ្នកបងប្អូនដែលជាអ្នកជឿព្រះជាម្ចាស់រៀបការមួយអ្នកអត់ជឿក្រៅពីគំរូល្អព្រះអង្គចង់ការពី DNA នៅក្នុងខ្លួនលោកអ្នកបងប្អូនព្រះអង្គត្រូវការពូជសុទ្ធដូចជាពូជណូអេអញ្ចឹងពីព្រោះសូមចាំពួក Nephilim ឬពូជពងរបស់ផងគេនៅមានរហូតដល់សប្តាហ៍នេះនៅក្នុងចំណោមមនុស្សលោកអ្នកបងប្អូនចង់មើលរូបទេខ្ញុំឲ្យមើលបាទមានការអីកើតឡើងបើសិនជាលោកអ្នកបងប្អូនបាទទៅរៀបការប៉ះពួកហ្នឹងលោកអ្នកបងប្អូននឹងបាត់បង់សេចក្តីសង្គ្រោះ
អត់មានការប្រែចិត្តអីទាំងអស់សូមចាំព្រះបន្ទូលព្រះមិនដែលប្រាប់លោកនាងប្អូនដែលអត់មានហេតុទេបាទនេះជារូបនៅប្រទេសចិនរូបនៅឃើញពេលអាវក្រសេទេមិនមែនរូប1000ឆ្នាំមុនទេបាទហើយមើលតទៀតនេះជារូបនៅចិនដូចគ្នាពួកនេះរស់រហូតដល់សប្តាហ៍ថ្ងៃបាទមើលតទៅទៀតណាបាទនេះជាម៉ាមីរបស់ពួកហ្នឹងនេះមួយទៀតនៅសប្តាហ៍ថ្ងៃបាទសុំចាំពូជឯងនឹងចឹកកែងជើងនាងមែនអត់ទំនាស់នេះអត់បញ្ចប់ទេតថ្ងៃព្រះគ្រីស្ទយើងមកស្គាល់ឲ្យច្បាស់បាទហើយខ្ញុំជឿថានៅក្នុងស្រុកខ្មែរក៏ប្រហែលជាមានដែរលោកនាងបងឃើញដានជើងនេះទេខ្ញុំចាំពេលមួយខ្ញុំទៅភ្នំសន្ទុកមានដានជើងធំមួយនៅលើថ្មហើយនៅពេលដែលយើងយកទៅដាក់ទូចមែនតើហើយអ្នកដែលនៅទីនោះគេថាដានជើងមនុស្សពីបុរាណត្រឹមត្រូវប៉ុន្តែខ្ញុំជឿថាពួកនេះគឺជាពួកកូនកាត់ទេវតានេះពីព្រោះពួកនេះទៅពេញផែនដីទាំងអស់ខ្ញុំជឿថាថ្ងៃណាមួយនៅពេលដែលមានការស្រាវជ្រាវគង់តប៉ះទេពីព្រោះគេបានរកឃើញនៅចិននៅឥណ្ឌានៅសង្គ្រប់កន្លែងគឺពួកនេះនៅគ្រប់កន្លែងទាំងអស់បាទសូមមើលតោះទៀតណាបាទលោកអ្នកបងគឺគាត់លើកក្បាលមកប៉ុណ្ណាបាទនេះគឺជាអ្វីដែលគាត់ឃើញមានទាំងអស់បាទមានរឿងខ្លះដឹងយ៉ាងម៉េចទេនៅស្រុកចិនស្ត្រីនឹងបាទបាត់ទៅ2-3 ខែស្រាប់តែមកវិញបាទឃើញមកដល់ផ្ទះវិញដល់ពេលការមានកូនស្រាប់តែកូននឹងទៅជាថ្ងៃល្ងឹតមើលយប់មើលឃើញបាទហើយមាន UFO បាទគោកំពុងស៊ីស្មៅស្រូបឡើងទៅហើយមកវិញមានការស្រាវជ្រាវរបស់មនុស្ស2នាក់មិនមែនជាអ្នកជឿព្រះទេម្នាក់ជាជនជាតិបារាំងហើយម្នាក់ទៀតបាទខ្ញុំអត់ចាំឈ្មោះគាត់ម្នាក់ទៀតគឺជាជនជាតិអាមេរិកកាំងដែលគាត់ធ្វើការស្រាវជ្រាវលម្អិតមែនទែនអស់30ឆ្នាំគាត់ថា UFO ហើយនឹងអេលៀននេះគឺជាពួកសាតាំងអ្នកនិយាយអត់មែនតែជឿព្រះទេហើយនៅក្នុងពិភពយើងនេះមានកន្លែងមួយឈ្មោះ hyperspace ប្រហែលអ្នកធ្លាប់ឮពាក្យ hyperspace នៅក្នុងភាសាគេនិយាយពី dimension 2 dimension 4 dimension ឥឡូវ dimension គឺគេរកឃើញដល់10 dimension ហើយ dimension ទាំងអស់នោះឯងបាទគេហៅថា hyperspace គេជឿថាពួកនេះនៅក្នុងនេះអត់មែននៅពិភពណាទេគឺនៅជាមួយនឹងយើងនឹងគ្រាន់តែយើងរកមិនឃើញបាទនេះគឺជាអ្វីដែលគេរកឃើញហើយគេធ្វើការស្រាវជ្រាវដូច្នេះ UFO នេះអត់មានមនុស្សមកពីណាទេគឺជាពួកអេលៀនហើយ UFO នេះតាមពិតមានតាំងពីសម័យណូអេមកបើលោកនាងប្អូនយកចិត្តទុកដាក់មើលនៅក្នុងសិលាចារឹកនៅក្នុងពីរ៉ាមីតយើងឃើញមានរូបថាសមួយដុសស្លាបមែនអត់ជួនកាលមានរូបទូកមួយហើយដឹកជញ្ជូនថាសមួយខ្ញុំជឿថានេះជា UFO ដែលដឹកជញ្ជូនជួនកាលមានរូបឆ្លងសមុទ្រជួនកាលបាទនេះគឺជាគេហៅ technology របស់ផងពួកអីគេពួកទេវតាបាទដែលក្បត់ទាស់នឹងព្រះជាម្ចាស់សូមចាំពួកនេះនៅជាមួយព្រះពីមុនមកបាទលោកអ្នកបងប្អូនឃើញរូបមួយនេះទេបាទលោកអ្នកបងប្អូនមើលស្រីម្នាក់នេះកំពុះបានមើលសម្លៀកបំពាក់មើលសម័យឬក៏បុរាណដូច្នេះហើយបានជាព្រះជាម្ចាស់ប្រាប់ថាគុំរៀបការមួយដែលអត់ជឿហេតុផលមិនមែនរើសអើងសាសនាទេបាទទី1ព្រះអង្គចង់ឲ្យយើងធ្វើគំរូត្រឹមត្រូវហើយប៉ុន្តែរឿងសំខាន់ជាងនឹងទៅទៀតព្រះអង្គខ្លាចក្រែងលោកថ្ងៃណាមួយអ្នកទៅរៀបការហើយប៉ះបាទពួកអីគេពូជពងនៃពួកកូនកាត់នេះលោកអ្នកបងមិនអាចត្រឡប់ក្រោយទេបាទនេះគឺជាអ្វីដែលបាទយុទ្ធសាស្ត្ររបស់សាតាំងគឺអីគេបាទគឺចង់បំផ្លាញខ្សែស្រឡាយរបស់ផងអាដាមចង់បំផ្លាញពូជរបស់ផងអីគេលោកអាប់រ៉ាហាំធ្វើឲ្យមានអំណត់នៅលើផែនដីពីព្រោះនៅពេលដែលពួកនេះទៅកន្លែងណាបណ្ដាសាទៅកន្លែងហ្នឹងយល់ទេធ្វើឲ្យបាទបង្ខូចបំផ្លាញផែនដីហើយធ្វើឲ្យគេធ្វើឲ្យមនុស្សប្រុសទាំងអស់ផុតពូជ
ចាំឯនៅក្នុងព្រះគម្ពីរនេះខមណាំងតើពួកនឹងសម្លាប់អ្នកណាសម្លាប់តែមនុស្សប្រុសទេមែនចឹងអត់ពីព្រោះហេតុអីការពារការប្រសូតរបស់ព្រះមេស៊ីបាទយើងឃើញនៅក្នុងកន្លែងនេះបំពេញធ្វើឲ្យមនុស្សកាន់តែមានចំនួនច្រើនទៅនៅទឹកដីកាណានបាទហើយនៅក្នុងពូជពងរបស់ផងស្ដេចដាវីតក៏ដូចគ្នាយើងឃើញបងសម្លាប់អូនបាទសពបែបយ៉ាងបាទនេះជាយុទ្ធសាស្ត្ររបស់ផងសាតាំងឥឡូវសូមមើលនៅក្នុងទំនុកដំកើងចំពុក22ខ12តើទំនុកដំកើងមកប្រាប់យើងថាម៉េចស្ដេចដាវីតបានតែងនិពន្ធបទចម្រៀងក្នុងទំនុកដំកើងចំពុក22ហើយត្រឡប់ទៅជាទំនាយពីព្រះមេស៊ីខ12និយាយថាមានគោឈ្មោះជាច្រើនបានរុំបាទទូលបង្គំជុំវិញគឺជាគោឈ្មោះយ៉ាងខ្លាំងពីស្រុកបាសានវាបានឡោមព័ទ្ធទូលបង្គំនេះគឺជាទំនាយស្ដីពីព្រះមេស៊ីបាទដែលព្រះគម្ពីរអំប្រាប់ថាម៉េចមានគោឈ្មោះជាច្រើនបាននាំគ្នាមកជុលព្រះមេស៊ីមែនចឹងអត់លោកអ្នកបងចាំស្រុកបាសានស្រុករបស់អ្នកណាទេស្រុករបស់ស្ដេចម្នាក់ឈ្មោះអុកដែលខ្ញុំទើបតែនិយាយអំបញ្ញមិញមែនចឹងអត់ទើបមានន័យថាម៉េចមានន័យថាការសុគតរបស់ផងព្រះចោមម្ចាស់គឺជាសង្គ្រាមរវាងអីគេរវាងពូជរបស់នាងអេវ៉ានិងពូជរបស់សាតាំងអាមែនមែនចឹងអត់នេះខកពីដាវីតណានិពន្ធមិនខ្ញុំណានិពន្ធទេបាទឥឡូវយើងមើលបើយើងហៅថាអូទេវតាមានភេទដែរឥឡូវយើងមើលសិននៅក្នុងព្រះគម្ពីរបាទទេវតាបើពេលលេចមកជាទូទៅគឺទម្រង់មនុស្សនៅក្នុងក្រុងសូដុំកូម៉ូរ៉ាក៏អញ្ចឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវយើងឃើញបាទការយាងឡើងទៅឋានសួគ៌របស់ព្រះយេស៊ូវបាទក៏បង្ហាញជាទេវតាអាចនិយាយទេវតាអាចចាប់មនុស្សដោយដៃយើងឃើញអ្នកណាដែលឆក់លុតឲ្យនឹងកូនចេញពីក្រុងសូដុំនិងកូម៉ូរ៉ាទេវតាចាប់ទាញហ្មងហើយទេវតាក៏អាចញ៉ាំដែរហេតុអីយើងឃើញពេលដែលទេវតាលេចមកក្នុងទម្រង់មនុស្សជួបនឹងអាប់រ៉ាហាំមុននឹងនៅក្នុងជំពូក17ថាម៉េចអូសូមលោកនៅសិនដើម្បីខ្ញុំធ្វើអាហារសម្រន់តិចមែនអត់នេះគឺជាទេវតាដែលកត់ទុកក្នុងព្រះគម្ពីរបាទឥឡូវយើងនិយាយពីសមត្ថភាពក្នុងការប្រយុទ្ធមានការអីកើតឡើងនៅស្រុកអេស៊ីបនៅថ្ងៃបុណ្យរំលងទេវតានៃសេចក្តីស្លាប់ដើរសម្លាប់ទាំងអស់មែនអត់ហើយយើងមើលនៅក្នុងព្រះគម្ពីរអីគេពងសាវតារខ្សត្រសេទី2និយាយអំពីអីគេព្រះជាម្ចាស់នាំមុខទាហានរបស់ជនជាតិអ៊ីស្រាអែលសម្លាប់ជនជាតិសេរីអស់ប្រមាណដែលប្រឆាំងជាមួយអ៊ីស្រាអែល185,000នាក់មែនទេអត់នេះបើនិយាយពីសមត្ថភាពនៅក្នុងព្រះគម្ពីរបានប្រាប់ថាទេវតាអត់រៀបការទេតែនេះនិយាយអំពីទេវតាបរិសុទ្ធនេះនិយាយអំពីទេវតានៅឋានសួគ៌និយាយពីសន្តានទេវតាព្រះគម្ពីរមិនបាននិយាយពីទេវតាដែលក្បត់ទាស់នឹងព្រះហ្នឹងទេនិយាយពីពេលដែលខ្ញុំនិងលោកអ្នកបងប្អូននៅពេលដែលទៅដល់ឋានសួគ៌ដូចជាទេវតាឬពួកទេវតាដែលបម្រើព្រះនៅឋានសួគ៌គឺអត់មានការបង្កើតកូនចៅទេអត់មានការរៀបការទេប៉ុន្តែមិនបាននិយាយអំពីទេវតាទាំងអស់នោះឡើយដែលក្បត់ទាស់នឹងព្រះទេបាទនឹងទេវតាមានភេទអត់ខ្ញុំអត់ដឹងតែនេះជាព្រះគម្ពីរបាទម៉ាថាយចំពុក22ខ30អំប្រាប់ល្មិចត្បិតដល់គ្រាសឡងវិញនោះមិនបានយកគ្នាជាប្តីប្រពន្ធទៀតទេគឺបានដូចជាទេវតានៃព្រះណាបាទនៅក្នុងព្រះគម្ពីរម៉ាកុសក៏និយាយដូចគ្នាប៉ុន្តែសុំចាំនេះគឺជារឿងរបស់ទេវតាទេបាទគឺជារឿងបាទឥឡូវសុំមើលនេះគឺជាសង្គ្រាមដើមនៅក្នុងព្រះគម្ពីរលោកុបាតចំពុក3ខ15សាតាំងចង់បំផ្លាញអីគេគឺជាចំនួនរវាងពូជពីរគឺពូជនាងអេវ៉ានិងពូជរបស់សត្វពស់បាទយើងឃើញនៅក្នុងព្រះគម្ពីរវិវរណៈព្រះគម្ពីរថាម៉េច Red Dragon បាទសត្វនាគក្រហមមែនអត់ដែលមែនទេបាទដែលតំណាងឲ្យសាតាំងហើយពូជពងរបស់ផងសាតាំងអីគេ One World Government ពីព្រោះនេះសុទ្ធតែជារឿងបាទពីព្រោះអីគេហោរាខ្លាំងនិយាយអំពីអីគេបាទអំណាចទាំងឡាយដែលនៅពីក្រោមអំណាចរបស់ពិភពលោកសប្តាហ៍ថ្ងៃនេះដែលជាពុក10នេះគឺសុទ្ធតែជាអីគេចលនារបស់សាតាំងទាំងអស់បាទតើ One World Order គេថាម៉េចនេះជានិមិត្តរបស់ One World Order ដែលនឹងត្រូវមកដល់យ៉ាងយូរ2018ឬ2020បាទប្រទេសទាំងអស់នឹងលែងមានរបងទៀតហើយបាទមានន័យថាម៉េចអត់មានខ្មែរឯករាជ្យអីណាអីទៀតទេគឺថាប្រទេសទាំងអស់គឺបើករបងបាទពិភពលោកអត់មានរបង without border world without border គេ centralized socialistic government មានន័យថាម៉េចមជ្ឈទាំងអស់
ត្រូវយកប្រមូលផ្ដុំទៅអំណាចកដាលហើយជាមួយគ្នាដើម្បីឲ្យអាចបង្កើត one world order នេះ one world government នេះដាច់ខាតត្រូវតែប្រើ nuclear ហើយលោកអ្នកបងប្អូនចាំពាក្យទុកពីព្រោះព្រះគម្ពីរសាការីចំពុក12បាននិយាយរួចហើយពីរឿងសង្គ្រាម nuclear បាទហើយអីគេនិយាយអំពីអីគេការគម្រាមកំហែងពីភពផ្សេងជាពិសេសអាចផ្កាយនៅថ្ងៃនោះនឹងធ្លាក់មកដូចគ្នាឥឡូវនេះបើលោកអ្នកបងប្អូនមើលចូលក្នុងព័ត៌មានអ៊ីនធឺណិតអាចផ្កាយធ្លាក់សង្គ្រប់កន្លែងបាទថ្ងៃមុនធំជាងគេនៅរុស្ស៊ីឡើងផ្អើលហើយក្នុងព្រះគម្ពីរយើងក៏និយាយដូចគ្នាបាទថានេះគឺជាថ្ងៃចុងក្រោយបាទសូមមើលបទគម្ពីរព្រមានត្បិតសេចក្តីអាកំបាំងរបស់ការទទឹងច្បាប់កំពុងតែបណ្ដាលឡើងហើយប៉ុន្តែមានមួយអង្គដែលខាត់ខាំងវាដល់សប្តាហ៍ថ្ងៃនេះតលតែបានដកទ្រង់ចេញទៅព្រះគម្ពីរប្រាប់ថាម៉េចដែលយើងរស់នៅបានសុខសាន្តដោយសារព្រះជាម្ចាស់ខាត់ខាំងទេតែនៅពេលដែលពួកបរិសុទ្ធត្រូវបានលើកឡើងទៅអស់ទៅយ៉ាងម៉េចផែនដីនេះគឺជារបស់សាតាំងហើយបាទវានឹងគ្រប់គ្រងហើយព្រះគម្ពីរប្រាប់ថាវានឹងគ្រប់គ្រងពិភពលោក3ឆ្នាំកន្លះអាមែនមុនថ្ងៃព្រះជាម្ចាស់ជំនុំជម្រះនេះគឺជាអ្វីដែលមានក្នុងព្រះគម្ពីរខ8បានប្រាប់ថាម៉េចនោះទើបអាទទឹងច្បាប់នោះនឹងលេចមកបើពួកបរិសុទ្ធមិនដកឡើងបើព្រះគ្រីស្ទបាទមិនយាងទៅទេអាទទឹងច្បាប់នឹងមិនបង្ហាញមកឡើយពីព្រោះហេតុអីព្រះអង្គខាត់ខាំងវានេះជាអ្វីដែលព្រះគម្ពីរដែលលោកប៉ូលនិយាយនឹងលេចមកដែលព្រះម្ចាស់យេស៊ូវនឹងបំផ្លាញដោយខ្យល់ពីព្រះអស់ទ្រង់ហើយធ្វើឲ្យវិនាសដោយរស្មីពន្លឺពីដំណើរទ្រង់យើងមកបាទខ9អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការដូចជាសាតាំងអាមែនព្រះគម្ពីរប្រាប់ថាអាទទឹងច្បាប់ចង់សម្ដៅទៅលើអង្គទីគ្រឹះនឹងដឹកនាំពិភពលោកហើយបាទការងាររបស់ផងវាដូចជាការងាររបស់សាតាំងព្រះគម្ពីរនិយាយដោយនៅគ្រប់ទាំងរិទ្ធទីសម្គាល់នឹងការអស្ចារ្យដ៏កំពូតព្រះគម្ពីរកំពូតបាទអ្នកណាឲ្យរិទ្ធវិសាតាំងឲ្យរិទ្ធវិណាបាទអាចហៅបាទធ្វើអភូតហេតុជាច្រើនតើពួកវាមកពីណាសុំមើលតើពួកនេះមកពីណាពួកនេះមិនទាន់មកទេតែពួកនេះនឹងមកតើមកពីណាព្រះគម្ពីរវិវរណៈចំពុក11ខ7បានប្រាប់បាទនិយាយពីបន្ទាប់ពីទីបន្ទាល់ពីអ្នកបាទដែលគេជឿរហូតដល់ពេលបច្ចុប្បន្នថាលោកម៉ូសេនិងលោកអេលីយ៉ាដែលលោកនឹងមកដើម្បីធ្វើទីបន្ទាល់បាទនៅក្នុងពេលចាប់ផ្ដើមគ្រា7ឆ្នាំព្រះគម្ពីរបានប្រាប់ថាម៉េចបាទលោកបានធ្វើបន្ទាល់របស់ខ្លួនជាស្រេចបាទនោះសត្វសាហាវបានឡើងចេញពីជង្ហុកធំលោកអ្នកបងប្អូនចាំសត្វសាហាវចេញពីណាជង្ហុកធំគឺគេ Tartarus មានន័យថាព្រះនឹងប្រឡែងពួកទេវតាទាំងអស់ដែលបានឃុំទុកនៅសម័យណូអេនោះឡើងមកវិញហើយពួកនេះនឹងលុកពិភពលោកមួយសាទៀតឃើញគម្ពីរប្រាប់ទេពួកនេះចេញពីណាជង្ហុកធំគឺអីគេដែលនៅក្រោមហាដេសទៅទៀតហើយនៅក្រោមឋានសួគ៌អាមែនអត់ដឹងនៅទៅណាប៉ុន្តែព្រះដឹងចេះលោកអ្នកបងប្អូនឃើញទេសពថ្ងៃ Freemason Illuminati គេបោះសញ្ញាសម្គាល់គ្រប់ទីកន្លែងទាំងអស់ Exo បាទ Ox X បាទអីសពបែបសពយ៉ាងនោះជាសញ្ញាបាទដែលនៅពេលមនុស្សប្រើកាន់តែច្រើនគឺជាសញ្ញាដែលបង្ហាញថាពិភពលោកស្វាគមន៍វាកាន់តែច្រើនហៅវាឲ្យត្រឡប់មកវិញហើយសញ្ញានេះវាពេញផែនដីនៅក្នុងគ្រប់មានអញចេះក៏មានអញចេះក៏មានអាស្អីក៏មានអាភ្នែក1ភ្នែក2មានសពបែបយ៉ាងទាំងអស់នេះជាសុទ្ធតែជាសញ្ញារបស់សាតាំងទាំងអស់បាទហេតុអីគេបញ្ចូលតាមកុនបញ្ចូលតាមទូរទស្សន៍បពោលតាម website បពោលតាមប្រព័ន្ធចម្រៀងបពោលតាមសំបីតែអាវលោកណាបងប្អូនទៅមើលឲ្យពេញផ្សារទាំងអស់សិតតែសញ្ញាពួកសាតាំងមកលោកកបាត់ចំពុក17ខ8ប្រាប់ថាម៉េចឯសัตว์ដែលអ្នកបានឃើញនោះណាពីដើមវានៅឥឡូវបានបាត់ទៅហើយក៏នឹងឡើងចេញពីជង្ហុកធំមកវិញខវិវរណៈ17វានឹងឡើងចេញពីជង្ហុកធំមកម្សិលទៀតអាមែនព្រះគម្ពីរបាននិយាយបាទហើយតមកទៀតឯអស់អ្នកដែលនៅផែនដីដែលគ្មានឈ្មោះកត់ក្នុងបញ្ជីជីវិតគេនឹងបាទមានសេចក្តីអស្ចារ្យហេតុអីអ្នកដែលអត់មានឈ្មោះកត់ក្នុងបញ្ជីជីវិតនឹងចូលដៃហើយបំរើហើយធ្វើឲ្យផែនដីនេះច្បោកច្បល់ដោយសម័យណូអេឡើងវិញអាមែនបាទគេនឹងមានសេចក្តីអស្ចារ្យដោយឃើញសត្វដែលពីដើមនៅហើយឥឡូវនេះបាត់នឹងត្រឡប់មានឡើងវិញព្រះគម្ពីរនិយាយនឹងត្រឡប់មានឡើងវិញមែនទេបាទ
បន្តមកទៀតការភូតផលដ៏អស្ចារ្យថៃសាឡនិកខ្សែទី2ចំពោះ2ខ10និងខ11លោកប៉ូលនិយាយថាម៉េចហើយដោយគ្រប់ទាំងសេចក្តីឆបោកលោកនិយាយថាពួកនេះគឺអីគេប្រើគ្រប់មធ្យោបាយដើម្បីឆបោកទុច្ចរិតក្នុងពួកអ្នកដែលត្រូវវិនិច្ឆ័យដោយព្រោះគេមិនព្រមស្រឡាញ់សេចក្តីពិតហេតុអីបានពួកនេះរងគ្រោះពីព្រោះពួកនេះបដិសេធសេចក្តីពិតដើម្បីឲ្យគេបានសង្គ្រោះនោះទេហេតុនោះបានជាព្រះទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមកបណ្ដាលឲ្យគេជឿតាមសេចក្តីភូតផលវិញអាមែនសូមមើលតទៀតសង្គ្រាមដ៏ចម្លែកលោកអ្នកបងចាំទេនៅក្នុងព្រះគម្ពីរទំនុកកំកើងចំពុក2ខ10ដល់ខ1ដល់ខ3លោកបាទអ្នកនិពន្ធព្រះគម្ពីរទំនុកកំកើងនិយាយថាម៉េចហេតុអ្វីបានជាអស់ទាំងសះជ្រួលជ្រើមឡើងហើយជនជាតិទាំងពួងមានគំនិតជាអាសាឥតការមែនទេអត់តើសះទាំងអស់ហើយជនជាតិទាំងអស់ជ្រួលជ្រើមរឿងអីខ2ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើងពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងអ្នកណាទាស់នឹងព្រះយើងឃើញលទ្ធផលចុងក្រោយសង្គ្រាមដ៏អស្ចារ្យសង្គ្រាមដ៏ចម្លែកមនុស្សគេនឹងចូលដៃជាមួយសាតាំងហើយប្រឆាំងនឹងព្រះកពីទំនុកកំកើងចំពុក2និយាយច្បាស់អាមែនបាទហើយទាស់នឹងព្រះអង្គដែលលៀបប្រេងឲ្យអញ្ចឹងព្រះយេហូវ៉ាគឺសំដៅទៅលើព្រះវរបិតាព្រះអង្គដែលលៀបប្រេងឲ្យគឺសំដៅទៅលើព្រះយេស៊ូវបាទនិងព្រះអង្គដែលលៀបប្រេងឲ្យដោយពាក្យថាគេនិយាយថាម៉េចចូលយើងផ្ដាច់ចំណងអាមែនកុំរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះទៀតព្រះភូតផលទេវិជាសាស្ត្រទើបពិតប្រាកដតិចទៀតគេនឹងណែនាំព្រះគ្រីស្ទថ្មីឲ្យពិភពលោកស្គាល់គឺជាអេលៀនបាទមេសាយ៉ាព្រះមេស៊ីមកពិភពអេលៀនបាទនោះនឹងមកភាសាទៀត Lord Sananda បាទដែលនឹងត្រូវមកភាសាទៀតបាទនៅពេលណានៅពេលដែលពិភពលោករង្គោះរង្គើនៅពេលដែលពិភពលោកកំពុងតែរលាយគេថាព្រះនឹងលេចមកដើម្បីជួយស្រង់ពិភពឡើងវិញនៅពេលដែលពិភពលោកមិនអាចជួយខ្លួនឯងបានហើយថ្ងៃនោះគេនឹងណែនាំបាទគេថាម៉េចចូលយើងផ្ដាច់ចំណងទ្រង់ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញឈប់នៅក្រោមការគ្រប់គ្រងទៀតធ្វើអីដែលយើងចង់ធ្វើអាមែនតែព្រះគម្ពីរខ3ប្រាប់ថាខ4ប្រាប់ថាព្រះអង្គអង្គុយសើចនៅឋានសួគ៌មែនទេបាទតើមនុស្សមានលទ្ធភាពអាចប្រឆាំងមួយព្រះឥឡូវសូមមើលវិវរណៈចំពុក16ខ13 14រួចខ្ញុំឃើញវិញ្ញាណអាសោច3ដូចជាកង្កែបវិញ្ញាណអាសោច3ចេញពីមនុស្ស3ដែលចេញពីមាត់វិញ្ញាណអាសោចទាំង3ដែលមានសន្តានដូចជាកង្កែបហេតុអីបានព្រះគម្ពីរប្រៀបធៀបរឿងកង្កែបសូមចាំកង្កែបនៅស្រុកអេស៊ីបគឺតំណាងឲ្យការថ្វាយបង្គំជាព្រះមួយរបស់អេស៊ីបបាទណាវិញ្ញាណអាសោច3ដូចជាកង្កែបចេញពីមាត់របស់សត្វនេះគឺសាតាំងមាត់របស់សត្វនោះគឺអង្គទីគ្រឹះនៅក្នុងវិវរណៈបង្ហាញសាច់ពីរមែនទេសត្វមួយចេញពីសមុទ្រសត្វមួយចេញពីដីគោកមាត់សត្វគឺមាត់សត្វដែលចេញពីក្នុងទឹកនិងមាត់ហោរាคล้ายៗគឺសត្វដែលចេញពីដីគោកហោរាคล้ายៗអង្គទីគ្រឹះហើយនឹងសាតាំងនេះគឺជាវិញ្ញាណទាំង3ដែលបាទដែលចេញមកនៅក្នុងព្រះគម្ពីរវិវរណៈប្រាប់ទាំងអស់អំណាចណាលើកលែងតែលោកអ្នកបងប្អូនមិនមើលបាទនេះគឺជាពួក Titan យើងឃើញបាទអេផេសូឥឡូវសូមមើលតើលោកសាវកប៉ូលនិយាយថាម៉េចអេផេសូចំពោះ6ខ12យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងនៅក្នុងណាកាពីលោកកាពីទំនុកកំកើងចំពោះ2មិញពួកមានអំណាចមែនទេនិងពួកម្ចាស់នៃសេចក្តីងងឹតអាមែនសង្គ្រាមរបស់យើងគឺជាមួយនឹងទេវតាដែលក្បត់ជាមួយព្រះមិនមែនសង្គ្រាមមួយមនុស្សដូចគ្នាទេស្គាល់កាពីឲ្យច្បាស់មែនទេបាទលោកប៉ូលបាននិយាយបានផ្ដាំហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរមែនទេអត់អញ្ចឹងហើយបានប៉ូលថាម៉េចបើយើងទាស់ជាមួយនឹងទេវតាដែលក្បត់ព្រះជាម្ចាស់បាទយើងគ្មានលទ្ធភាពទាស់ទេដរាបយើងពាក់គ្រឿងសឹករបស់ព្រះជាម្ចាស់ហេតុនោះបានជាត្រូវយកគ្រប់ទាំងគ្រឿងសឹកដែលពោលនឹងណែនាំពោលលើកទឹកចិត្តអត់មានពាក់មួយចោលមួយទេពាក់ទាំងអស់ទើបអ្នកអាចធ្វើជាទាហានដ៏អស្ចារ្យហើយអាចប្រយុទ្ធជាមួយអ្នកទាំងអស់នោះបាន
ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់កាលណាបានតតាំងសពគ្រប់ហើយនោះឲ្យបាននៅតែឈរមមុនដដែលនេះជាគ្រឿងសឹករបស់ព្រះមានប្រមាណខ្ញុំអធិប្បាយហើយមាន7មិនមែន6ទេសេចក្តីពិតជាខ្សែក្រវ៉ាត់សុចរិតបាទជាអាវក្រោះដំណឹងល្អគឺជាស្បែកជើងជំនឿគឺជាខែលសេចក្តីសង្គ្រោះគឺជាមួកសឹកដាវបាទគឺជាព្រះបន្ទូលព្រមទាំងសេចក្តីអធិដ្ឋានសេចក្តីចាំយាមដោយនៅគ្រប់ទាំងសេចក្តីជាប់ជួននិងសេចក្តីទូលលង្វឲ្យពួកបរិសុទ្ធហេតុអ្វីបានជាខ្ញុំថាសេចក្តីអធិដ្ឋានគឺជាអាវុធសូមចាំអំណាចដែលព្រះប្រទានឲ្យខ្ញុំអំណាចដែលព្រះប្រទានឲ្យលោកអ្នកបងប្អូនអំណាចពីឋានសួគ៌ដែលនៅជាមួយយើងគឺតាមរយៈការអធិដ្ឋានអាមែនលោកអ្នកបងប្អូនមិនអាចយកអំណាចឋានសួគ៌មកប្រើទេបើលោកអ្នកបងប្អូនអត់ចាំយាមលោកអ្នកបងប្អូនមិនអាចយកអំណាចឋានសួគ៌មកប្រយុទ្ធទេបើលោកអ្នកបងប្អូនអត់អធិដ្ឋានដូច្នេះការអធិដ្ឋានគឺជាប្រភពនៃអំណាចព្រះប្រទានអំណាចទៅឋានសួគ៌ឲ្យខ្ញុំឲ្យលោកអ្នកបងប្អូនទៅតាមរយៈកម្លាំងនៃការអធិដ្ឋាននោះឯងអាមែនបើលោកអ្នកបងប្អូនបោះបង់ចោលការអធិដ្ឋានមានន័យថាលោកអ្នកបងប្អូនបោះបង់ចោលអំណាចបោះបង់ចោលធម៌ពលនៃឋានសួគ៌ហើយការប្រយុទ្ធនេះគឺជារបស់លោកអ្នកបងប្អូនផ្ទាល់ខ្លួនមិនមែនរបស់ព្រះទេអាមែននេះគឺជារឿងអ្វីដែលព្រះជាម្ចាស់លើកទឹកចិត្តយើងបានជាខ្ញុំលើកទឹកចិត្តហើយលើកទឹកចិត្តទៀតលោកអ្នកបងប្អូនចាំទេបេសកកម្ម3ដែលព្រះប្រើខ្ញុំចុងក្រោយរឿងអីទី1បងប្រាប់ថាដាស់ទានរាជរបស់ផងអញឲ្យដើរចេញពីបាបមែនអត់ទី2ឲ្យគេចាំយាមទី3ប្រាប់គេថាអញចិត្តមកហើយលោកអ្នកបងប្អូនដឹងទេហេតុអីបានខ្ញុំព្យាយាមទិញទូពីព្រោះវាច្បាស់ពាក្យខ្មែរនិយាយថាលឺ1000ដងមិនស្មើនឹងឃើញម្ដងបើខ្ញុំអធិប្បាយថ្ងៃនេះឲ្យលោកអ្នកបងប្អូនអត់ឃើញរូបឬខ្ញុំប្រចាំងក្នុងស្លាយលោកអ្នកបងប្អូនអាចមើលឃើញទេអត់ឃើញទេខ្ញុំដឹងយ៉ាងច្បាស់ថាពេលវេលាហើយសូមចាំកាមេរ៉ាមិនមែនគ្រាន់តែចាប់រូបខ្ញុំគាត់នឹងចាប់រូបនៅក្នុងទូរទស្សន៍នេះបងប្អូនខ្មែរដែលនៅគ្រប់ទីកន្លែងគេនឹងឃើញសេចក្តីបង្រៀនបាទជាអក្សរជារូបដែលគេអាចយកទៅបង្រៀនបន្តអ្វីដែលខ្ញុំធ្វើនៅថ្ងៃនេះមិនមែនសម្រាប់ខ្ញុំហើយលោកអ្នកបងប្អូនតែប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្មែរនៅកន្លែងផ្សេងទៀតដូច្នេះវាជាពរសម្រាប់យើងម្នាក់សម្រាប់ខ្ញុំហើយសម្រាប់លោកអ្នកបងប្អូនដែលព្រះអង្គប្រើពួកជំនុំឯករាជ្យពួកជំនុំដែលតូចមួយដើម្បីឲ្យអាចមិនត្រឹមតែនាំពរសម្រាប់ខ្លួនយើងត្រៀមខ្លួនឯងតាន់ពេលតាន់វេលាតែអាចឲ្យពរដល់អ្នកដទៃបានទៀតយ៉ាងយូរមួយឆ្នាំទៀតអ៊ីនធឺណិតប្រើឡើងកើតហើយដូច្នេះបានជាខ្ញុំត្រូវការជាចាំបាច់ដើម្បីបញ្ជូនព័ត៌មានឲ្យតាន់ពេលតាន់វេលាបាទយ៉ាងហោចបានមួយឆ្នាំដែរបាទយើងអត់លុយដើម្បីនឹងទិញឲ្យល្អបាទយើងសុខចិត្តទិញឲ្យតែជុះមួយមកតាមពិតទិញបានតាំងពីមួយខែមុនហ្នឹងប៉ុន្តែយកមកវាខូចនេះខូចនោះអញ្ចឹងយើងយកឲ្យគេហ្វិចឡើងវិញបាទហេតុផលគឺអញ្ចឹងមិនមែនដើម្បីផ្ទះខ្ញុំអត់មានទូប្រើទេបាទប៉ុន្តែហើយអត់មានរឿងអីត្រូវតាក់ទងទូទេព្រោះខ្ញុំអត់ដែលមើលទូសោះប៉ុន្តែវាចាំបាច់ក្នុងការប្រើប្រាស់ LCD នៅវិហារយើងមាន3ព្រះវិហារទិញ1តម្លៃជិត2000តាមដែលខ្ញុំចាំយកមកប្រើច្បាស់ល្អមែនទែនបើមិនតិចខូចបាត់ជួសជុលហើយយកមកវិញខូចទៀតធ្វើឡើងកាត់បោះចោលខ្ញុំប្រើលុយផ្ទាល់ខ្លួនខ្ញុំទិញ LCD 2ទៀត1ក្រុម1000យកមកដាក់នៅនេះបងប្អូនឃើញបាញ់សងខាងបាញ់វាអត់ឃើញមកយើងដកចេញទៅហើយនៅសល់តែមួយនោះបាញ់ទៀតហើយដល់ពេលដាក់អក្សរដាក់រូបមើលអត់ឃើញដូច្នេះហើយបានជាខ្ញុំរងចាំតតែមានទូរទស្សន៍ដើម្បីអធិប្បាយអាចឲ្យលោកណាបងប្អូនមើលដល់ច្បាស់នោះជាហេតុផលបាទនេះមិនមែនគ្រាន់តែសម្រាប់ឲ្យលោកណាបងប្អូនងាយយល់ទេតែសម្រាប់ឲ្យអ្នកដែលឮគេងាយដាប់ដែរបាទនោះជាហេតុផលហើយខ្ញុំចាប់ផ្ដើមដោយជំនឿបាទដើម្បីអីដើម្បីធ្វើរឿងទាំងអស់នេះពីព្រោះព្រះវិហារយើងមិនមានលុយគ្រប់សម្រាប់ធ្វើរឿងទាំងអស់ហ្នឹងទេហើយអ្នកណាដែលចង់ចូលរួមបេសកកម្មជាមួយខ្ញុំបាទទុកនឹងបងអាចថ្វាយនឹងវាយបានបាទប៉ុន្តែអ្វីដែលខ្ញុំប្រាប់មកចំណែក$50លោកអ្នកបងចូល10នាក់ឲ្យបាន50ក៏ដោយប៉ុន្តែសុំ10នាក់ក៏បានធ្វើមិនឲ្យបាន50ហើយចាំយកមកខ្ញុំអាមែនបាទនេះមិនមែនជាការអង្វរកទេនេះមិនមែនជាការសុំទេគឺជាការលើកទឹកចិត្តឲ្យចូលរួមបេសកកម្មអាមែនខ្ញុំនឹងលើកទឹកចិត្តបាទខ្ញុំនឹងស្នើសុំឲ្យចាស់ទុំជួយអានេះមួយហើយជួយជើងនេះមួយ300ខ្ញុំមិនតន់និយាយមួយគាត់ទេតែខ្ញុំនិយាយនៅទីនេះ
bà cọt phom mình hướng bảo cọt bà hãy tục tua mùi ông raចូលរួមជាមួយខ្ញុំ$50ហើយបាទអញ្ចឹងបើសិនជាពហិជួយខ្ញុំ300រឿងនេះអញ្ចឹងទូនេះគឺនៅសល់450ទៀតអាហ្នឹងបើពហិជួយបាទបើពហិអត់ជួយទេខ្ញុំជឿថាព្រះមានអីគុតគង់បាទដូច្នេះអត់ពិបាកទេពីព្រោះខ្ញុំធ្វើការបម្រើព្រះជាម្ចាស់ខ្ញុំមិនដែលខ្លាចទេក្នុងពេលដែលខ្ញុំធ្វើដែលត្រឹមត្រូវមកជីវិតរបស់ខ្ញុំឲ្យតែខ្ញុំធ្វើត្រូវមិនថាខ្ញុំត្រូវការអីបាទហើយជាទូទៅពេលខ្លះក្នុងនាមយើងជាអ្នកបម្រើព្រះអង្គខ្ញុំបងថៃបងតារាអីគេបាទខ្ញុំបងថៃបងតារាពេលខ្លះយើងបារម្ភថាអូតិចយើងអត់មានលុយបាទជួលវិហារទៅពីព្រោះយើងទិញនេះយើងទិញនោះប៉ុន្តែអ្វីដែលយើងលើកទឹកចិត្តគ្នាថាបើយើងធ្វើត្រឹមត្រូវយើងមិនដែលខ្វះលុយទេហើយ13ឆ្នាំហើយអ្នកទាំងអស់គ្នាគឺជាសាក្សីយើងមិនដែលខ្វះលុយទេអាមែនបាទមកគ្រប់ពីព្រោះអីយើងធ្វើត្រូវនឹងបហាតិចព្រះយើងអត់យកលុយទៅចាយអីផ្សេងទេបាទហើយខ្ញុំមិនដែលខ្វល់ទោះបើខ្ញុំអត់ម៉ាស៊ីនក៏ខ្ញុំមិនខ្វល់ដែរលុយតិចទៀបជាង$1000នេះវាតូចណាស់សម្រាប់ព្រះបាទ